ទុកខ្ញុំស្រាក់ចាក់ថ្នាំចាស់ឲ្យនាងទុកខ្ញុំស្រាក់ស្រែកឲ្យអស់ពីមាត់ទៅជួយស្រីសំផឹងចាប់នាងលោកជួយខ្ញុំសូមលោកយកមនុស្សនេះចេញកុំឲ្យវាប្រឡាក់ឡានខ្ញុំចាស់សូមលោកខ្ញុំស្អាតណាស់ខ្ញុំស្អាតពិតប្រាកដមែនសូមលោកឲ្យឯងរត់ទៅហេដោះស្រាយពួកវាចាស់ខ្លួនឯងក្រអូបអីចឹងប៉ុន្តែថ្នាំមិនចេះសោះឃើញឯងគូលឲ្យអាណិតខ្ញុំបង្រៀនឲ្យគឺសម្រាប់ណាក់1 លានមិនបាច់ទេជូនពរឲ្យលោកតារាអរគុណខ្ញុំផងកាលពីម្សិលមិញបានអង្វរលោកតារារថយន្តញាក់ពេញមួយយប់គួរឲ្យភ្ញាក់ផ្អើលគាត់មិនទាលុយទេលោកតារានាងចាក់ចេញហើយលុយមិនបានទាទេទៅរកនាងខ្ញុំត្រូវការព័ត៌មានទាំងអស់របស់នាងយកហើយកូនស្រីរបស់គ្រូសាតារាឥឡូវត្រូវទៅដឹកអាហារតានរណាបានបង្កប់ឲ្យនាងមិនថែខ្លួនខុសឆ្គងនៅខាងក្រៅហើយកាត់កូនប្រុសមកទៀតពិតជាធ្វើខ្លួនឯងហើយគ្មានផ្លូវរស់ទេអីមកស្រីលក្ខអាក្រក់ហើយអ្នកម្ដាយកំពុងដាក់ទណ្ឌកម្មជន់នាងនិយាយថានឹងវាគាត់ស្លាប់ក្មេងប្រុសអាក្រក់សាប់សំជួស្កូនប្រុសខ្ញុំបើមិនដូច្នោះទេថ្ងៃនេះខ្ញុំពិតជានឹងវាយអ្នកស្លាប់មិនសុំទើសទេខ្ញុំមិនខុសទេគឺគាត់និយាយអាក្រក់ពីម៉ាក់ស្រីលោកខ្លួនខ្ញុំទើបតែវាគាត់អ្វីដែលខ្ញុំនិយាយគឺជាការពិតទាំងអស់
ម៉ាក់ខ្ញុំបាននិយាយថាម៉ាក់អ្នកគ្មានមុខគួរសមទេនាងខុសឆ្គងនៅខាងក្រៅហើយកើតណាក់ជាកូនបេសយ៉ាគ្មានមុខគួរសមណាស់នៅតែនិយាយទៀត ណាស់រៀននៅចំពោះមកខ្ញុំគេចំពោះកូនប្រុសខ្ញុំមើលថ្ងៃនេះខ្ញុំមិនវាយអ្នកស្លាប់ទេក្មេងពេលសាទូតនេះ ឈប់ខ្ញុំមិនអនុញ្ញាតឲ្យពួកអ្នកប៉ះពាល់កូនខ្ញុំទេ ស្រេកឡាអាស្រ័យសោះអ្នកណាមិនខ្មាស់លៀនហើយអ្នកនៅតែថែរក្សាឲ្យកូនក្រៃបាប់នេះ គាត់មិនមែនជាកូនក្រៅច្បាប់ទេខ្ញុំមិនអនុញ្ញាតឲ្យពួកអ្នកបំពានលើគាត់ទេ គាត់មិនមែនកូនក្រៃបាប់តែជាអ្វីទៀតគ្រាន់តែពី5ឆ្នាំមុនអ្នកនឹងបរិសក្រាបតែរួមភេទរីយ៉ងមានផ្ទៃពូកូនក្រៃច្បាប់ហើយនៅតែមានមុខបង្កើតវិចិញ្ញមុខទៀតធ្វើឲ្យខ្ញុំនឹងងើបពុកណាត្រូវគេកង្ហល់មេដៃយ៉ាងខ្លាំងឥឡូវនេះអ្នកនៅតែអនុញ្ញាតកូនក្រៃច្បាប់នេះទំពានលើកូនប្រុសខ្ញុំ ម៉ាក់ខ្ញុំគ្មានទេគឺចៃជាណាចេណា ណាស់រៀនហើឈ្មោះកូនប្រុសខ្ញុំផ្ទាល់ទៀតហើយគាត់គឺជាម៉ាក់អូនរបស់ណាហាក្មេងគ្មានការអប់រំហាកូនសោះអ្នករៀនសម្លឹងមកខ្ញុំទៀតហើយមានអ្នកណាមកផឹងចាប់ទូនាងនេះចុះដៅសម្លៀកកំពាក់របស់នាងចេញថ្ងៃនេះខ្ញុំនឹងដាក់ចង្កំម្ដាយកូនគូសូននេះយ៉ាងធ្ងន់ ម៉ាក់អាណាដោះលែងខ្ញុំ អាស្រ័យទៀបថោកហើយណាប់ស៊ីយាមដេកជីនបូរ៉ាសហើយណាប់កំភ្លេចបំផ្លាញកែឈ្មោះគ្រូសាទៅហើយណាប់បង្កើតកូនក្រៃបាប់ ខ្ញុំបាននិយាយហើយថាថនគាត់មិនមែនជាកូនក្រៅច្បាប់ទេ ពួកអ្នកទាំងអស់នេះគ្រាន់តែជាអ្នកបំពេញលើម៉ាក់ខ្ញុំប៉ុណ្ណោះរងចាំឲ្យពេលណាមួយឪពុកខ្ញុំដឹងគាត់ពិតជាមិនអើពើពួកអ្នកទេហើយនឹងមកខាងនេះជាមួយពួកអ្នកទៀតផង ឥឡូវណាជីឪពុកណាមកគំរាមកំហែងខ្ញុំហាក្មេងស្លុយឪពុកណានឿយណាឪពុកខ្ញុំមិនបានកកខ្ញុំទេគឺមានការលំបាកផ្ទាល់ខ្លួនរបស់គាត់ឪពុកខ្ញុំគឺជាមនុស្សខ្លាំងពូកែណានៅពេលនោះវាពួកអ្នកធ្លាក់មែន អូយ៉ាខ្ញុំខ្លាចណាអាណិតឪពុកណាខ្លាំងពូកែមែនតើគាត់ជាមនុស្សខ្លាំងពូកែជាងគេខ្ញុំចារឪពុកធានាទេលោកតារា ឆែ ខ្ញុំស្ទល់គ្រាន់តែមកណាជាស្រេចអសេរីហើយចង់ខ្លាំងចិត្តលោកតារាទៀតទើសបិនទៅយូរចុះយកកំដៃគូនគូសូនេះទីនទៅខំនៅក្នុងរោងចរចុះយប់នេះមិនធនញ្ញាតពូកែហូបអីផងចា ថនម៉ាក់ តារាគិតអីនឹងគិតចូលចិត្តម៉េះស្រីមែនឬស្រីដែលលោកតារានឹកឃើញមានទៀតនឹងមិនមែនអា5ឆ្នាំមុននឹង ចង់មើលមែនអាចធ្វើឲ្យលោកតារានឹកឃើញជាច្រើនឆ្នាំមកហើយពិតជាអ្វីទៅនឹង ចម្លែកមែនតែនហេតុអី5ឆ្នាំកន្លងទៅហើយនៅតែរកគាត់មិនឃើញផង តោះផឹកស្រាកាលពីមុនឯងហ៊ានឆ្នូតបង្អួចខ្ញុំឡើងឡានខ្ញុំហេតុអីលើនេះបាត់ខ្លួនទៅវិញម្ដងឯងនៅទីណាតើ លោកតារាលោកស្រីហើយលោកត្រឡប់ទៅវិញភ្លាមមានការសំខាន់ពិភាក្សា តារាមកដល់ត្រឹមហើយឯងមកជ្រើសរើសមើល ធ្វើអីនឹងជ្រើសរើសស្រី ជ្រើសរើសស្រីអីម៉េចនិយាយរត់ឯងមិនទាន់រៀបការទេមែនខ្ញុំបានរកគ្រូទីមើលហើយគ្រូទីថាចង់ឲ្យគ្រូសាសែនមានកូនចៅត្រូវតែបង្ហាញរៀបការមុនសិន
បងខ្ញុំជារុកជាតិជាច្រើនឆ្នាំមកហើយរៀបការអីឯងវង្វេងហើយយឺ អុយក៏មិនមែនរៀបការពិតប្រាកដដែរគ្រាន់តែរកកូនក្រមុំម្នាក់ចូលមកផ្ដោះសេរីដាក់ជាគ្រាប់ចោលប៉ុណ្ណោះល្មមហើយទុកចោលរឿងនេះសិនណាពួកនេះក៏ប៉ុន្តែម៉ាក់បានជ្រើសរើសពីកូនស្រីអ្នកមានទាំងអស់ដែលត្រូវគ្នាតាមហោរាសាស្ត្រលឿនជួយបងឯងជ្រើសរើសម្នាក់ គិតវេទនាមឯ អុយកុំរអ៊ូទៀមអីហើយលឿនតើ យកនាងនោះទៅចុះ អូយ៉មើលមិនចង់មើលសោះយ៉ាងណាក៏ជាបងស្រីរបស់អ្នកដែរ មិនសំខាន់ទេអ្នកចូលចិត្តក៏ល្អហើយ មើលទៅស្រួលភ្នែកកូនស្រីរបស់គ្រួសារកាំងឈ្មោះស្រីឡាក់យកនាងនោះទៅសង្ឃឹមថាពេលនាងចូលមកផ្ទះហើយពិតជាដូចអ្នកចំណានបាននិយាយមែនធ្វើឲ្យអ្នករៀបការនឹងមានកូនឆាប់ អូយ៉ែលោកតារាអាយម៉ាក់ធ្វើរឿងទាំងអស់នេះសុទ្ធតែដើម្បីអ្នកទេដើម្បីឲ្យគ្រួសារស៊ីមយើងមានចំណាស់បន្តបើសិនជាអ្នកឥឡូវនេះអាចធ្វើឲ្យម៉ាក់មានចៅមាសធ្លាក់ពីលើមេឃមកម៉ាក់កេងសុបិនក៏ញឹមដែរ ម៉ាមេឃនេះមិនទាន់ងឹតទេអ្នកគុំសូបិនទៅអីណា អូយ៉កូនប្រុសអាក្រក់ ម៉ាក់ខ្ញុំពិតជាកូនប្រុសមែនទេ កូនឯងមិនមែនជាកូនប្រុសទេកូនឯងជាកូនដែលម៉ាក់ស្រឡាញ់ជាងគេកូនឯងជាទេពធីតារបស់ម៉ាក់ ប៉ុន្តែពុកទៅណាទៅ ដោះស្រាយពួកគេ ម៉ាក់មិនបាននិយាយឲ្យកូនឯងដឹងទេឪពុកគាត់ទៅកន្លែងឆ្ងាយណាស់ហើយពេលដែលធំឡើងឪពុកនឹងត្រឡប់មកវិញ ប៉ុន្តែខ្ញុំចង់ឲ្យពុកត្រឡប់មកវិញឆាប់ដើម្បីការពារខ្ញុំនិងម៉ាក់ ឯងនេះអាក្រក់មែនពិតជាមានសំណាងធំមែនសំណាងល្អបែបនេះក៏មកដល់ឯងដែរ មានន័យថាម៉េច គ្រូសាសិនចូលចិត្តតែងហើយចង់ឯងរៀបការជាមួយកូនច្បងគ្រូសាសិនស្អែកនេះនឹងទៅទូឯងចូលផ្ទះ កូនច្បងគ្រួសារសិនគាត់មិនមែនជាមនុស្សដេកលក់ទេហើយខ្ញុំក៏មិនដែលស្គាល់គាត់ផងខ្ញុំមិនរៀបការទេ ឯងនេះជាអ្នកដែលគេបានប្រហើយមានមុខទីស្អប់ព្រមគាត់ដែលជាមនុស្សដេកលក់ប្រសិនបើគ្រូសាសិនមិនចង់បានកូនខ្លាំងមែនកូនច្បងគ្រូសាសិនដេកលក់ជាច្រើនឆ្នាំមកហើយឯងនេះជាអ្នកដែលធ្លាប់មានកូនហើយសំណាងល្អបែបនេះអាចមកដល់ឯងបានអាចរៀបការជាមួយគ្រូសាសិនធ្វើជាភរិយាកូនច្បងឯងគួរតែស្បាយចិត្តស្ងៀមស្ងាត់ទៅ សំណាងល្អបែបនេះឱកាសនេះទុកឲ្យឯងវិញតើ ស្រេចឡាក់ គ្រូសាចង់បានលើកឯងធំមកក៏ដល់ពេលឯងស្នងវិញហើយទ្វារគ្រូសាសិននេះឯងត្រូវតែចូលមិនចូលក៏ត្រូវតែចូល ម្ដាយខ្ញុំធ្វើការលឿនណាស់ម្សិលមិញទើបតែជ្រើសរើសគូស្វាមីភរិយាឲ្យបងខ្ញុំថ្ងៃនេះត្រូវយកគាត់មករៀបការហើយ លោកព្រាយាថាបានរកគ្រូទូទីសម្រាប់ក្មេងស្រីនោះថ្ងៃខែឆ្នាំកំណើតគេថាបើនាងរៀបការចូលមកផ្ទះនេះគ្រូសាស៊ីមតែងតែមានអ្នកស្នងត្រកូលលោកព្រាយាខ្លាចការយឺតយូរហេតុនេះទើបរវល់រៀបចំពិធីម្លេះ បងខ្ញុំស្ថិតក្នុងសភាពដេកស្កាលជាច្រើនឆ្នាំមកហើយមិនដឹងថានឹងភ្ញាក់ពេលណាឬក៏មិនដឹងថានឹងភ្ញាក់ទាល់តែសោះក្មេងស្រីនោះក៏ព្រមរៀបការចូលមកដែរ លោកតារាគ្រូសាស៊ីមជាអ្នកមានធំនៅទីក្រុងស្រីជាច្រើនខំប្រឹងប្រែងយ៉ាងណាក៏ចូលមិនបានដែរគេមិនខ្វល់ពីរឿងនោះទេ លោកតារាលោកទៅណាលោកព្រាយាបានប្រាប់ថាលោកត្រូវតែនៅក្នុងពិធីមង្គលការ គុំតាមមកខ្ញុំទៅជប់បារី ក
ចាប់ពីថ្ងៃនេះទៅយើងនឹងក្លាយជាសមាជិកអបជននៅទីក្រុងហើយ ឪពុកពិតជាចង់ឲ្យខ្ញុំរៀបការជាមួយមនុស្ស Dexcar នោះមែនទេពេលម្ដាយតើឪពុកបានសន្យាជាមួយម្ដាយថានឹងថែរក្សាខ្ញុំឲ្យល្អ ស្រេចឡាខនឪពុកក៏មិនចង់ឲ្យអ្នកឈឺចាប់ដែរប៉ុន្តែក្រុមហ៊ុនឪពុកត្រូវការលុយដើម្បីបង្វិលដើមទុនហើយទៀតបើមិនមានហេតុការណ៍នៅឆ្នាំមុនដែលបានកាត់ឡើងនោះទេហើយអ្នកក៏បានរកឃើញតាន់ប្រហែលជាតាត់រកគូដែលខ្លួនចូលចិត្តបានប៉ុន្តែឥឡូវនេះ មកដល់ទីនេះហើយនិយាយពីរឿងឆ្នាំមុនទៀតធ្វើអីចង់ឲ្យគ្រូសាកង់ដឹងទេអីគុំនិយាយច្រើនអីហើយគេចូលមកដល់ហើយពិធីមង្គលការនឹងចាប់តាមភ្លាមនេះហើយ សូមផ្លាស់ទីសូមផ្លាស់ទីសូមផ្លាស់ទី ផ្លូវធំទូលាយម្លេះត្រូវមករ៉ាំផ្លូវយើងពេលក្រោយខ្ញុំនឹងឲ្យគ្រូសាស្វាមីភរិយាបណ្ដេញពួកអ្នកចេញ ឈប់ហេគេរត់ចេញហើយក្លិនក្រអូបនេះគឺណាមែនទេអ្នកក្លិនក្រអូបណាស់ សំឡេងនេះស្គាល់ណាស់គាត់មែនទេ អ្នកសែនទី2នៅមកទីនេះធ្វើទេ ពួកណាជានរណា ខ្ញុំជាលោកស្រីពេអាស្រាប់ឡាជាកូនចុងរបស់ខ្ញុំនាងមករីកាជាមួយបងរបស់អ្នកនាងជាបងថ្លៃរបស់អ្នកនៅអនាគត យកនាងចុះកូនស្រីរបស់គ្រួសារកាងស្រីឡក់ យកនាងទៅចុះ កុំជួយខ្ញុំផង គិតពីមើលអ្នកមិនតែងតែចង់ជួយគាត់ទេគ្រាន់តែថ្ងៃនេះណាសុខចិត្តរីកាជាមួយគាត់លុយព្យាបាលជំងឺមិនមានបញ្ហាទេខ្ញុំណែនាំអ្នកគិតបានច្បាស់ការវិកាត់របស់ท่านមិនអាចពន្យារបានទេបើអ្នករកលុយខ្លួនឯងអ្នកនឹងរកដល់ពេលណាគ្រាន់តែអ្នកខ្លាយជាសមាជិកគ្រួសារសែនខ្ញុំនឹងឪពុករបស់អ្នកនឹងរៀបចំឲ្យទាន់ចូលពេទ្យភ្លាម ทินชูจมูกเบดงกำนัดการไปกัดกันได้ชับกันได้หรอบ้ามันดูชนูเตะครูเป็ดเทคติสหมอกกบเชียบาคอดมันบ้านได้ អីចឹងខ្ញុំទៅជាមួយអ្នក ចាយស្ទឹកចុះ មិនមែននាងទេលុយដែលច័ន្ទវីរៈឲ្យកាលពីមុននាងមិនបានយកសំបីតែមួយសេនទេឥឡូវកាន់តែមិនអាចទៅទៀតលុកខ្លួនដើម្បីលុយអ្នកនៅទីណាទៅពេលវេលាល្អបានមកដល់ហើយសូមអញ្ជើញគូស្វាមីភរិយារៀបចំចូលចាប់ផ្ដើមធ្វើសក្ការៈ អូយកូនក្រមុំនឹងគឺរៀបការជាមួយមន់មួយ អញមិនដឹងទេថាលឹកធំស៊ីមខ្លាចជាអ្នកជំងឺស្ថានភាពបន្ទាប់ជាយូរមកហើយឬមិនក៏អាចរៀបការបាន ខ្ញុំគិតថាគឺកូនក្រមុំនឹងមិនសំខាន់នៅឯផ្ទះស៊ីមទេផ្ទះស៊ីមជាអ្នកមានកម្ពូលនៅក្នុងវងមាសនឹងបើមិនមែនលោកធំស៊ីមជាអ្នកជំងឺស្ថានភាពបន្ទាប់ទេត្រូវការធ្វើពិធីបញ្ចូលសេរីរឿងល្អបែបនេះមិនក៏ធ្លាក់លើនាងស្រីឡាប់នឹង គាត់នឹងគឺជារបស់តុបតែងសម្រាប់បញ្ចូលសេរីរបស់ផ្ទះស៊ីមទេ ហា មិនអីទេស្រីលាក់បើប្រៀបធៀបនឹងថោរឿងទាំងអស់នេះមិនសូវអ្វីទេ អបមន់នឹងឲ្យណែនរស់រន់ធ្វើសក្ការៈ សំភេលើកទី មន់ស្លាប់ហើយ មន់មិនក៏ស្លាប់បាន ខ
ខ្ញុំក៏មិនដឹងដែរស្រាប់តែស្លាប់ភ្លាម នេះមិនមែនស្រីឡាក់ទេខ្ញុំនិយាយថាមុននឹងមិនក៏ស្រាប់តែស្លាប់ភ្លាមពិតជានាងធ្វើឲ្យស្លាប់ហើយ មន់ឈ្មោះសម្រាប់បញ្ចូលសេរីក៏អាចធ្វើឲ្យស្លាប់បានដែរលកធំស៊ីមក៏ជាអ្នកជំងឺស្ថានភាពបន្ទាប់ដែរបើស្រីឡាក់ចូលមកផ្ទះពិតតើមិនធ្វើឲ្យគាត់ស្លាប់ដែរឬ លោកតារ៉ា ខាងក្នុងកំពុងមានអាពាហ៍ពិពាហ៍មែនទេហេតុអីចរាចរណ៍មិនស្លេះសម្លេះរករឿងអីគេ ដូចជាស៊ីមនារីនឹងហើយយកមន់មកធ្វើពិធីសំពះស្វាមីភរិយាឲ្យកូនក្រមុំតែមន់ស្លាប់ហើយ ម៉ាក់ខ្ញុំអាចធ្វើរឿងចម្លែកបែបនេះទៀតហើយ ចុះចង់ទៅមើលទេ រឿងបែបនេះមើលអីមានសបាយត្រឡប់ទៅក្រុមហ៊ុន មន់ស្លាប់ពិតជាអកុសលមែនស៊ីមនារីធ្វើមិនខ្លះ ខ្ញុំថារៀបការទៀតធ្វើអីស្រីឡាក់នាងនេះដើមឡើយក៏មិនមែនជាអ្នកល្អអីទេមិនទាន់រៀបការក៏មានផ្ទៃពោះហើយកូនក៏អាយុ 4-5 ឆ្នាំហើយ មិនខ្មេះស្អៀនអីទេមិនដឹងថាខាងក្រៅនៅមានប្រុសប្រៃទៀតដែរឬទេខ្ញុំគិតថាប្រែជាម្ចាស់មើលមិនចុះហើយទើបធ្វើឲ្យមិនស្លាប់ដើម្បីប្រមានគ្រួសារស៊ីម អីគេស្រីឡាក់ពិតជាមនុស្សបែបនេះមែនឬនាងមករៀបការក្នុងគ្រួសារស៊ីមយើងបានយ៉ាងម៉េច ខ្ញុំមិនមែនដូចអ្វីដែលគេនិយាយទេខ្ញុំ ស្នាតមកទៅណានៅតែគ្មានខ្មៅស្គប់គ្រាន់ទេអូស៊ីមនារីមិនមែនលោកអូនបាននិយាយទេថាស្រាប់ឡាក់នឹងគ្រូសាស៊ីមត្រូវនាមផុតអាចធ្វើឲ្យគ្រូសាស៊ីមមានអ្នកស្នងទៅមកមែនទេអញ្ចឹងហើយយើងទើបឲ្យនាងមករៀបការនៅទីនេះ ចុះខ្ញុំសួរណាស្រីឡាក់ពិតជាជាមួយប្រុសណាម្នាក់ដែលមិនស្គាល់ដើមកំណើតបានរកចំណាយកូនប្រៃមួយមែនទេ គាត់មិនមែនជាប្រុសប្រៃទេកូនខ្ញុំក៏មិនមែនជាកូនថោកទាបដែរ អ្នកគ្មានសេចក្តីខ្មាស់អៀនសោះធ្វើរឿងអាម៉ាស់បែបនេះនៅតែហ៊ានយកជើងគ្រប់គ្រងប្រុសប្រៃនោះទៀតខ្ញុំឃើញណាគ្មានដាក់គ្រូសាស៊ីមចូលភ្នែកសោះ ស៊ីមនារីស្រីអាក្រក់នោះពិតជាបានធ្វើរឿងអាក្រក់កន្លងមកហើយប៉ុន្តែរឿងនោះក៏កន្លងទៅហើយដែរហើយយ៉ាងបរិស្ព្រីនោះក៏បាត់ខ្លួនគ្មានដឹងថានៅឯណាដែរ ចំណែកកូនខ្ញុំក៏នឹងផ្ញើវាចោលដែរ កុំអោយខកខានមកល្អថ្ងៃនេះទៅ ស្រីប៉បើអ្នកហ៊ានផ្ញើថនចោលខ្ញុំនឹងប្រយុទ្ធជាមួយអ្នក ហ៊ានបាបអស់ហើយស្រេចលាក់ខ្ញុំប្រមានណាការរៀបការថ្ងៃនេះក៏វាប្រាថ្នាណាក្នុងជីវិតនេះកុំស្មានថានឹងរកអង្ខិនទៀត នាងស្មោកគ្រប់ម៉េះខ្ញុំធ្វើម៉េចអាចឲ្យនាងចូលផ្ទះគ្រួសារស៊ីមបាន ស៊ីមនារីណាក់មិនបានរកគ្រូទីហើយយូថ្ងៃខែកំណត់ស្រីលាក់នឹងណាក់ធំស៊ីមត្រឹកនេះបំផុតហើយថ្ងៃនេះក៏ជាម៉ោងល្អទៀតបាក់ខានណាក់មិនត្រូវរកគូថ្មីទីទេហើយបើត្រឹកកណែម៉ោងល្អឡើងវិញនោះក៏មិនដឹងថាត្រូវរងចាំដល់ពេលណាទៀត គ្រូទីពិតជាបាននិយាយបើបងធំមិនរៀបការតារាក៏មិនរៀបការមានកូនដែរ ស៊ីមនារីបើដូច្នេះខ្ញុំឲ្យនាងស្ពីកនើមកមនុស្សទាំងអស់ថានឹងនៅក្នុងផ្ទះស៊ីមពេញមួយជីវិតថែរក្សាអ្នកធំស៊ីមដោយចិត្តតែមួយពិតជានឹងមិនជួបកូនព្រាយនោះទៀតឡើយបើនាងធ្វើមិនបាននោះនឹងស្លាប់ដោយមិនល្អព្រោះតែបាន គាត់មិនមែនបរោះព្រាយទេខ្ញុំក៏មិនអាចមិនជួបថនដែរទេខ្ញុំមិនព្រមទេ រឿងនេះមិនអាស្រ័យលើណាទេស្គីង ខ្ញុំអាចសន្យាជាមួយអ្នកថែរក្សាអ្នកធំស៊ីមដោយចិត្តតែមួយប៉ុន្តែខ្ញុំមិនអាចមិនជួបថនបានទេ ស្រីឡាក់កុំមិនដឹងខុសត្រូវថ្ងៃនេះលុះត្រាតែអ្នកស្បត់ស្ចាធ្ងន់ខ្ញុំនឹងឲ្យអ្នកចូលផ្ទះ ស្គីងបើមិនដូច្នេះទេថ្ងៃនេះខ្ញុំនឹងវាយអ្នករហូតដល់ស្បិត ខ្ញុំមិនអាចមិនជួបថនបានទេខ្ញុំមិនអាចមិនជួបថនបានទេ ស្រីបាយអ្នកអពុយទូសឲ្យនាងផងស្រីឡាក់ក៏ជាកូនស្រីខ្ញុំដែរពេលនេះអ្នកនឹងវីនាងស្លាប់ ស្ងៀមទៅអ្វីដែលខ្ញុំធ្វើទាំងដល់គឺដើម្បីគ្រួសារកម្មថ្ងៃនេះបើអ្នកមិនស្បត់ខ្ញុំនឹងវាយអ្នកស្លាប់ថ្ងៃនេះ ចេញទៅ បញ្ឈប់ ន
អ្នករាល់គ្នាកំពុងធ្វើអី ស្រីនេះមិនទាន់បានសំពះទេក៏សម្លាប់មន់ស្លាប់ហើយខ្ញុំមកទៀតថានាងនៅខាងក្រៅនិងបរោះផ្សេង ចូលលុបចោលពិធីរៀបអាពាហ៍ពិពាហ៍នោះទៅ មិនបានទេថ្ងៃនេះជាថ្ងៃជាទី2ដែរវាតាក់ទងនឹងពិធីបញ្ចូលរបស់បងអ្នកនិងរឿងរៀបការធំរបស់អ្នកមិនអាចលុបចោលបានទេ ដោយហេតុថាมันអាចលុបចោលបានចូលបន្តពិធីរៀបអាពាហ៍ពិពាហ៍ចុះមកបង្កើតបញ្ហាជាមួយស្រីដំណាក់មើលទៅមិនសមរម្យទេ ប៉ុន្តែ ម៉ារឿងគួរឲ្យអស់សំណាចនេះរហូតមកដល់ពេលនេះនៅតែមិនគ្រប់គ្រាន់ទេដែលរៀបណានាងយល់ព្រមថាបន្ទាប់ពីរៀបការមករស់នៅផ្ទះនាងនឹងថែរក្សាបងប្រុសខ្ញុំដោយចិត្តស្មោះត្រង់ធ្វើតាមច្បាប់ទាំងអស់នោះគ្រប់គ្រាន់ហើយ លោកតារានេះគាត់កំពុងជួយខ្ញុំមែនទេ ពាក្យអីដែលខ្ញុំទើបតែនិយាយអ្នកបានអ្នកហើយថែរក្សាបងប្រុសខ្ញុំដោយចិត្តស្មោះត្រង់ធ្វើតាមច្បាប់ទាំងអស់អាចធ្វើបានទេ ខ្ញុំនឹងស្ដាប់តាមពាក្យលោកតារាថែរក្សាយ៉ាងល្អបរោះច្បងផ្ទះហែន រៀបចំពិធីសំពះចុះ យកមន់មកធ្វើពិធីសំពះម្ដងទៀតចាស់ មិនបាច់ពិបាកដូច្នោះទេមកសំពះតាក់ទងជាមួយមន់មើលទៅអីក៏មិនដូចអីខ្ញុំនឹងសំពះជំនួសឲ្យបងប្រុសរបស់ខ្ញុំជាមួយនាង អស្កម្មណាស់មើលទៅមិនសមរម្យសោះ ដោយហេតុថាអ្នកមិនយល់ព្រមចឹងក៏លុបចោលពិធីមង្គលការនេះទៅរៀបចំឲ្យអស់គ្នាត្រឡប់ទៅវិញ អីចឹងក៏បានយល់ព្រមតាមអ្នកទាំងអស់ មិនដឹងថាវាជាសំណាងប្រភេទអ្វីទេនាងជាស្ត្រីដែលត្រូវគេបំពេញយកអំពើរួចមកហើយអាចមកធ្វើពិធីជាមួយលោកតារាបាន អ្នកដែលមិនដឹងអាចនឹងគិតថានាងនឹងរៀបការជាមួយលោកតារានឹងឯង ដូចដែលគេស្គាល់គ្រប់គ្នាលោកតារានិងលោកសិនធំមានមេត្តាធំល្អចំពោះគ្នានាងគ្រាន់តែកំពុងធ្វើពិធីជំនួសឲ្យបងប្រុសប៉ុណ្ណោះ គេតែនិយាយថាលោកតារាជាមនុស្សក្រអិតក្រទង់ពិបាកនៅជាមួយប៉ុន្តែពេលនេះមើលទៅព័ត៌មានល្បីនោះហាក់ដូចជាមិនត្រឹមត្រូវទាំងស្រុងដែរយ៉ាងហោចណាស់គាត់បានជួយដោះស្រាយបញ្ហាឲ្យខ្ញុំ គូថ្មីទាំងពីរសូមចាប់ដៃគ្នាចុះ គុំយល់ច្រឡំខ្ញុំគ្រាន់តែចង់បញ្ចប់ពិធីកំ pl ែងនេះໄວឆាប់ប៉ុណ្ណោះ សូមអរគុណលោកតារាខ្ញុំមិនបានគិតច្រើនទេ ល្អហើយ គូថ្មីគោបម្ដងទី1 គោបម្ដងទី2 គោបម្ដងទី3 លោកកូនច្បងទី2សូមលោកអញ្ជើញកាត់ក្រមារបស់ខ្ញុំប្រពន្ធថ្មីពិធីរៀបអាពាហ៍ពិពាហ៍ថ្ងៃនេះត្រូវបញ្ចប់ត្រឹមនេះចុះខ្ញុំមានការរវល់ខ្ញុំទៅមុនហើយរូបរាងពីក្រោយនេះតើគាត់ឬមិនអាចទេរឿងចំណោះបែបនេះមិនអាចកើតឡើងទេមិនថាពិធីរៀបអាពាហ៍ពិពាហ៍ថ្ងៃនេះមានរឿងអ្វីកើតឡើងក៏ដោយចាប់ពីថ្ងៃនេះតើអ្នកក៏ជាកូនប្រពន្ធរបស់គ្រួសារស៊ីមហើយនាពេលអនាគតត្រូវតែរក្សាការប្រព្រឹត្តល្អនិងថែរក្សាវុធីឲ្យបានល្អ
យល់ឬណាអូនយល់ហើយតែរៀបណានៅតែអាចជួបថនម្ដងទៀតការធ្វើរឿងទាំងនេះមិនសំខាន់ទេចឹងអ្នកក៏ស្នាក់នៅនិងរៀបចំខ្លួននៅទីនេះចុះ ពិតជាត្រូវរស់នៅទីនេះហើយនាពេលអនាគតប៉ុន្តែត្រូវតែឲ្យលោកស្រីបើដោះលែងថនសិន Hello ខ្ញុំបានធ្វើតាមចំណងចិត្តអ្នករៀបការចូលគ្រួសារស៊ីមហើយឥឡូវអាចដោះលែងថនបានហើយមែនទេ ការរៀបការចូលគ្រួសារស៊ីមគ្រាន់តែជាជំហានដំបូងដែលខ្ញុំចង់ឲ្យអ្នកធ្វើប៉ុណ្ណោះស្រាប់លក្ខបន្ទាប់ពីនេះអ្នកត្រូវតែជួយខ្ញុំយកឲ្យបាននៅការដេញថ្លៃគម្រោងថ្មីរបស់សជីវកម្មស៊ីមគម្រោងនោះតម្លៃ 2,000 លានបើអ្នកអាចជិះវាបានខ្ញុំនឹងឲ្យអ្នកជួបទិញហើយការវិកាត់បេះដូងរបស់ចិនក៏ចិត្តដល់ពេលធ្វើឲ្យមែនទេហើយអ្នកក៏គ្មានលុយដែរខ្ញុំនឹងបតាណោះព្រមចំណាយថ្លៃផ្សេបាលទាំងដងឲ្យគាត់ អ្នកពិតជាមើលខ្ពស់ខ្ញុំណាស់គម្រោង 2,000 លានតើខ្ញុំអាចយកវាបានយ៉ាងម៉េចទៅ សាមិនគម្រោងនេះដោយខ្លួនឯងវុធីទូខុសត្រូវចិននៃ Xarden ថ្លៃប្រហែលជាលេខនៅក្នុងបន្ទប់សិក្សារបស់គាត់អ្នកគ្រាន់តែទៅមើលទូលេខធ្វើការរបស់ពួកគេប្រាប់ខ្ញុំក៏គ្រប់គ្រាន់ហើយ លោកស្រីបើនេះខុសច្បាប់ ខ្ញុំឃើញអ្នកមិនចង់ជួបគ្នាទៀតទេហើយចាំយើងក៏គ្មានអ្វីត្រូវនិយាយគ្នាទៀតដែរ ឈប់សិនខ្ញុំនឹងព្យាយាមមើល បើព្រមតាំងពីដើមមិនល្អជាងនេះទេ ដើម្បីមិនថាយ៉ាងណាក៏ដោយត្រូវសាកល្បងមុនសិនអីចឹងខ្ញុំចង់សួរថាលោកតារារស់នៅបន្ទប់ណាគាត់ត្រឡប់មកវិញហើយណាអូខ្ញុំចង់អរគុណគាត់ដែលបានជួយខ្ញុំនៅថ្ងៃនេះ លោកតារាត្រឡប់មករស់នៅបន្ទប់នោះប៉ុន្តែគាត់មិនសូវត្រឡប់មកញឹកញាប់ទេ អរគុណ ទាំងអស់មិនមែនទេគឺគាត់ទេគាត់គឺជាលោកតារាដែលបានធ្វើពិធីជាមួយខ្ញុំនៅលើឆាកនៅថ្ងៃនេះ លោកតារាត្រឡប់មកវិញហើយ អ្នកមកនៅទីនេះធ្វើអី មុខខ្ញុំរលាកហើយមិនសូវស្គាល់ទីនេះទេជួបផ្ទះខុសហើយ ឈឺ តារាមានអីឲ្យខ្ញុំធ្វើអត់ អ្នកគឺជាបងស្រីរបស់ខ្ញុំពាក្យអីថាបញ្ជាឲ្យធ្វើគឺមិនត្រូវទេមុនពេលបងខ្ញុំជួបគ្រោះថ្នាក់គាត់តែងតែជាមនុស្សឆ្នើមជាងគេក្នុងចក្រភពធានិក
ហើយក៏ជាកិត្តិយសរបស់គ្រួសារស៊ីមផងដែរទោះបីជាអ្នកនឹងបងខ្ញុំមិនទាន់បានចុះហត្ថលេខាការរៀបការក៏ដោយអ្នកដែលគោរពអ្នកនោះក៏ជាខ្ញុំដែរប៉ុន្តែទោះជាតាមទម្រង់ឬតាមឈ្មោះឥឡូវនេះអ្នកគឺជាភរិយារបស់បងខ្ញុំខ្ញុំដឹង អ្នករៀបការជាមួយបងខ្ញុំដោយសារតែលុយខ្ញុំក៏បានដែរអំពីបទពិសោធន៍មុនរបស់អ្នកគឺពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ តារាចង់និយាយអីមែន ដែលរៀបណាអ្នកខំប្រឹងប្រែងថែរក្សាបងខ្ញុំឲ្យបានល្អអ្វីក៏មិនសំខាន់ដែរប៉ុន្តែបើសិនជាខ្ញុំដឹងថាអ្នកមានចិត្តពុតបុតចំពោះបងខ្ញុំឬធ្វើអ្វីមួយដែលធ្វើឲ្យបងខ្ញុំខាត់ចិត្តសូមទួលខុសត្រូវចុះប្រសិនបើខ្ញុំដឹងថាអ្នកមានចិត្តពុតចំពោះបងប្រុសខ្ញុំឬធ្វើអ្វីមួយដែលមិនសមគួរចំពោះគាត់ទេទទួលខុសត្រូវខ្លួនឯងទៅ អ្នកកុំបារម្ភអ្វីដែលបានសន្យានៅពិធីរៀបអាពាហ៍ពិពាហ៍ខ្ញុំពិតជាមិនដែលលុបចោលទេគ្រាន់តែអំពីអតីតកាលរបស់ខ្ញុំគិតថាលោកតារាស្គាល់ឈ្មោះល្បីល្បាញឃើញច្រើនដឹងច្រើនមិនគិតថាលោកតារាក៏ជាមនុស្សស្ដាប់គេថាតាមគេដែរគេថាម៉េចថាតាមម៉េច អ្នកនិយាយអីគេ ថ្ងៃនេះអរគុណដែលជួយដោះសារខ្ញុំទៅមុនហើយ នៅពិធីរៀបអាពាហ៍ពិពាហ៍មើលទៅស្មោះត្រង់មាត់វិញមិនសូវគួរសមទេនាងពិតជាចូលផ្ទះខុសហើយ លោកតារាពិតជាឪពុករបស់ថនទៅហើយពេលក្រោយនៅត្រូវរស់នៅក្រោមដំបូលតែមួយទៀតតើត្រូវធ្វើយ៉ាងម៉េចទៅគាត់អាចធ្វើអីបានភ្លេចរឿងនោះទៅហើយមិនចាំខ្ញុំទៀតហើយប៉ុន្តែបើគាត់នៅតែចាំវិញនោះអូមិនបានទេឥឡូវស្ថានភាពរញ៉េញ៉ៃហើយខ្ញុំមិនអាចឲ្យគេដឹងបានទេពីអត្ថភាពរបស់ថនបើគាត់ក៏ចង់យកថនទៅវិញនោះគ្រាន់តែលាក់បាំងបានយូរប៉ុណ្ណាក៏ប៉ុណ្ណាហើយអាឡូ ឥឡូវនេះខ្ញុំនៅហាងកាហ្វេដែលនៅជិតតែរបស់តារាបើអ្នកមិនមកទេខ្ញុំនឹងទៅរកអ្នកនៅផ្ទះ អ្នកចាំចុះខ្ញុំនឹងមកភ្លាមពិតជារឹងវិញសោះម្សិលមិញខ្ញុំបានទៅកាន់បន្ទប់របស់តារាមិនបានឃើញឯកសារដែលអ្នកនិយាយនោះទេរបស់សំខាន់ម្ល៉េះគាត់ពិតជាមិនអាចដាក់នៅកន្លែងដែលងាយមើលម្ល៉េះឲ្យខ្ញុំឃើញ ខ្ញុំនឹងតយអ្នកមួយស្តាទៀតតាមដែលខ្ញុំដឹងការវកាត់ជំងឺបេះដូងរបស់ថនគូតែនឹងត្រូវធ្វើឲ្យមើលទៅបើអ្នកមិនអាចទទួលបានទៅនេះទេការវកាត់របស់ថនខ្ញុំគិតថាកុំធ្វើទេថនត្រូវតែវះកាត់ ទទួលបានទៅនេះការវកាត់របស់ថនអាចធ្វើបានបើមិនដូច្នោះទេកុំនិយាយអី លោកតារាមុននេះលោកស្រីបានប្រើខ្ញុំឲ្យជំរុញអ្នករៀបការម្ដងទៀត ម៉ាក់ខ្ញុំពិតជាមិនអាចនៅស្ងៀមមួយថ្ងៃសោះទើបតែជួយបងប្រុសខ្ញុំរៀបការនឹងស្ត្រីម្នាក់នៅតែមិនគ្រប់គ្រាន់សម្រាប់នាងរវល់ទេ ខ្ញុំបាននិយាយជាមួយលោកស្រីហើយថាអ្នកមានអ្នកដែលចូលចិត្តហើយលើកឡើងតែក្មេងស្រីនោះគ្មានអ្នកណាអាចចូលចិត្តលោកតារាបានទេ នាងមានដំណឹងទេរកកំដងទៀតបាទគឺនាង
ឈូករថយន្ត anhខ្វាក់ហើយយឺដើរមិនមើលផ្លូវទេ សុំទោស ថ្ងៃនេះខ្ញុំចិត្តល្អជួបាត់ពីមុខខ្ញុំទៅឆាប់ ដោះលែងខ្ញុំ ដោះលែងឯងបើឲ្យឯងរត់ទៅវិញធ្វើម៉េចទៅ ឯងនៅចាំខ្ញុំទេ យប់នោះចាំបានយ៉ាងច្បាស់ចង់ភ្លេចក៏ភ្លេចមិនបានដែរ កុំធ្វើអញ្ចឹង យើងមិនអាចធ្វើអញ្ចឹងបានទេ 5 ឆ្នាំមុនឯងជាអ្នកចាប់ផ្ដើមធ្វើឲ្យខ្ញុំស្រឡាញ់មុនឯងទេដែលឲ្យខ្ញុំជួយឯងភ្លេចហើយយឺពេលមុនខ្ញុំបានជួយឯងឥឡូវនេះដល់វាឯងទៅស្នងខ្ញុំហើយ អ្វីដែលខ្ញុំនិយាយពីមុនអ្នកឯទាំងអស់ហើយមែនទេថែរក្សាបង្វឹកទីរបស់ខ្ញុំឲ្យបានល្អអនុវត្តតាមច្បាប់ទាំងអស់អ្នកអាចធ្វើបានទេ ដោះខ្ញុំចេញ បាត់ខ្លួន 5 ឆ្នាំមកហើយអ្នកគិតថាខ្ញុំនឹងឲ្យអ្នករត់ចោលម្ដងទៀតទេ ដោះខ្ញុំចេញ តើអ្នកចង់ធ្វើអ្វីមែន ច្បាស់ជាខ្ញុំមិនអាចឲ្យអ្នកធ្វើដូច 5 ឆ្នាំមុនទៀតទេស៊ីហើយក៏រត់ចោលខ្ញុំទៅ តើអ្នកណាទេដែលត្រូវគេស៊ីលោកតារាកុំនិយាយពីខ្លួនឯងដូចជាជនរងគ្រោះម្នាក់ អ្នកដឹងខ្ញុំជានរណាទេ គាត់ទើបតែហៅអ្នកថាដូច្នោះ ខ្ញុំទើបតែមិនបានហៅទេ តារាឈ្មោះខ្ញុំចងចាំឲ្យបាន អូ ចាស់ណាស់មិននិយាយក៏បានដែរ ធ្វើអ្វី ខ្ញុំយកទូរស័ព្ទអ្នកគិតថាខ្ញុំចង់ធ្វើអ្វីបើកសោ តើអ្នកចង់ធ្វើអ្វីមែន អារីស្រីឡាក់ បើអ្នកគ្មានការអីទេខ្ញុំសុំទៅមុនហើយ ខ្ញុំនឹងរកអ្នកទៀត លោកមិត្តរបស់ខ្ញុំត្រូវទទួលខុសត្រូវដោយខ្លួនឯង បរោះនេះមានភ្នែកពិតមែនទេ លោកតារាកូនក្រមុំធំទើបតែមកដល់អ្នកដែលលោកចូលចិត្តក៏ត្រូវបានរកឃើញ តារារកឃើញក្មេងស្រីនោះហើយមែនទេ បាទចាស់ស្មាក់ប្រហែលម៉ាក់នឹងបានទទួលកូនប្រសាភ្លាមហើយ ល្អអូនណាស់ណាស់អូយអ្នកចាស់ទ្រឹស្ដីនិយាយមែនម៉ែនពេលកូនច្បងរៀបការហើយរឿងចិត្តកូនទី2ក៏មានការរីកចម្រើនទោះបីស្រីឡាក់ចូលមកផ្ទះមានឧបសគ្គខ្លះក៏ដោយប៉ុន្តែយ៉ាងណាក៏ជួយបានខ្លះដែរម៉ាក់នាងហៅខ្ញុំថាម៉េច
ខ្ញុំ ទោះបីនាងនិងវុធីមិនទាន់ចុះឈ្មោះការរៀបការក៏ដោយតែអ្នកទាំងអស់នៅក្នុងជុំអ្នកណាមិនដឹងថានាងជាកូនប្រសារច្បងរបស់គ្រួសារស៊ីមរបស់ខ្ញុំបើអ្នកដតេងគេនឹងគិតយ៉ាងម៉េច អញ្ចឹងខ្ញុំ ហើយម៉ាក់តើ ម៉ាក់ ថ្ងៃស្អែកក្រោយគ្រួសារយើងមានពិធីបុណ្យគ្រួសារពូថ្លៃឆ្ងាយយើងខួបកំណើតនាងទៅជាមួយខ្ញុំ ចាលោកតារាទៅដែរទេ តារាវល់ណាស់គាត់តិចតួចណាស់ដែលត្រឡប់មកផ្ទះចាស់ទៅថែមទាំងពិធីបែបនេះទៀតនាងឯងចូលនៅស្ងៀមស្ងាត់ឲ្យល្អធ្វើជាកូនប្រសារច្បងគ្រួសារស៊ីមឲ្យបានល្អបើធ្វើឲ្យគ្រួសារស៊ីមខ្មាស់អាម៉ាស់ខ្ញុំមិនឲ្យនាងសោះទេ ស្រីលក្ខនោះធ្វើឲ្យខ្មាស់អាម៉ាស់ធំដូច្នោះនៅក្នុងពិធីរៀបការនៅតែមានមុខមាត់មកជាមួយម៉ាក់ស៊ីមធ្វើឲ្យខ្មាស់ទៀតផង និយាយទៅវិញគឺអ្នកដឹកនាំគ្រួសារស៊ីមយកមកបង្ហាញគ្រាន់តែជារូបរាងប៉ុណ្ណោះទេ លោកវុធីរៀបការហើយតើដល់វេនលោកតារាហើយឬនៅអ្នកថាតើគាត់ពិតជាចូលចិត្តក្មេងស្រីបែបណា ក្មេងស្រីលឿងល្អនៅក្នុងជុំរបស់រាជធានីទាំងអស់នេះអ្នកណាមិនចង់ដឹងថាអ្នកដែលបងប្រុសទី2ខ្ញុំស្រឡាញ់គឺអ្នកណាអញ្ចឹងត្រូវមើលថាអ្នកណាអាចរៀបការជាមួយគាត់ទៅហើយ ពិតជាមានស្រីច្រើនណាស់ដែលចូលចិត្តគាត់មិនថាជាអ្នកណាទេក៏មិនអាចជាខ្ញុំកូនប្រសារច្បងនេះបានដែរ ណែណាហេតុអ្វីមិនឆ្លើយសារខ្ញុំ អេកសារប្រយោគថ្លៃទៀបរកឃើញនៅហើយណាគុំថាខ្ញុំមិនបានដាស់តឿនអ្នកណាជំងឺរបស់ท่านមិនអាចរងចាំបានទេ ឥឡូវនេះអ្នកត្រូវធ្វើជាមុនសិន ស្រីលក្ខន្ទីបំផុតអ្នកក៏ឆ្លើយទូរស័ព្ទខ្ញុំដែរអ្នកនៅឯណា តារាហេតុអ្វីបានជាគាត់ទូមក ប្រាប់ខ្ញុំមកអ្នកនៅឯណាឥឡូវនេះខ្ញុំទៅរកណា ខ្ញុំឥឡូវនេះខ្ញុំមិនស្រួលទេ ពិតជាមិនខុសពីសន្តាគារ5ផ្កាយសន្តាគារមហាកាសនោះឡើយ មែនហើយល្អមែនអគីភ័យភ្លឺថ្លា សន្តាគារមហាកាសទៅសន្តាគារមហាកាស ទៅសន្តាគារមហាកាសធ្វើអ្វី ចាប់មនុស្ស អូសុំទោសណាខ្ញុំមិនបានប្រយ័ត្នដែលអិលធ្វើឲ្យសម្ពត់ណាក់ប្រឡាក់ហើយប៉ុន្តែអ្នកខ្លួនឯងក៏ស្រោចស្រពដែរធ្វើឲ្យប្រឡាក់ទៅក៏គ្មានអ្វីដែលមែនទេ របស់ស្មោកគ្រូកនោះណាមិនគួរនៅទីនេះដើរលេងស្ទើរតែទាំងអស់គ្នាទេ អាអ្នកហ៊ានស្រោចខ្ញុំ ស្រីឡាឥឡូវនេះអ្នកនៅក្នុងពិធីជប់លៀងរបស់គ្រួសារស៊ីមខ្ញុំស្រោចស្រាលលើភ្ញៀវ អ្នកក៏បាននិយាយថានេះជាពិធីជប់លៀងរបស់គ្រួសារស៊ីមដែរដូច្នេះខ្ញុំដែលជាកូនប្រសារធំរបស់គ្រួសារស៊ីមប្រសិនបើអត់ធ្មត់ស្ងៀមស្ងាត់មិនត្រូវជាការធ្វើឲ្យគ្រួសារស៊ីមបាត់មុខពេកទេ ពិតជាយកខ្លួនឯងទៅធ្វើជាកូនប្រសារធំរបស់គ្រួសារស៊ីមណាស់អ្នកណាក៏ដឹងដែរថាអ្នកនឹងលោកធំស៊ីមមិនទាន់បានរៀបការផងគ្រាន់តែជាឧបករណ៍សម្រាប់ផ្សះផ្សាសុខភាពប៉ុណ្ណោះ អ្នកគិតថាអ្នកបានដើរតាមដំណើរការជាមួយលោកពីហើយអ្នកក៏មានទីតាំងហើយខ្ញុំប្រាប់អ្នកមកបងពីខ្ញុំគាត់សពខ្ពើមស្ត្រីពីអត់ខ្មាស់ដូចអ្នកខ្លាំងណាស់ នៅក្នុងទូរស័ព្ទដែលបាននិយាយគឺនៅទីនេះហេតុអ្វីបានជាមិនឃើញរូបនាង តារាខ្ញុំគិតថាអ្នកមិនមកទេ បងពីខ្ញុំមកដល់ហើយខ្ញុំនឹងឲ្យគាត់ដាក់ទង្កាំអ្នកយ៉ាងខ្លាំងឥឡូវនេះដឹងខ្លាចហើយខ្ញុំប្រាប់អ្នកមកខ្ញុំនឹងឲ្យបងពីដាក់ទង្កាំអ្នកយ៉ាងខ្លាំងដេញអ្នកចេញពីទីនេះបងពីបងមកឆាប់ជួយដាក់ទង្កាំស្ត្រីអាក្រក់នេះឲ្យខ្ញុំផងអ្នកហួហេតុហើយបងប្រុសរបស់ខ្ញុំឈ្មោះតារាមកដល់ហើយរងចាំឲ្យបងតារ៉ាប់ណេឌីងអ្នកចេញទៅចុះ ស
ស្រីលក្ខអ្នកកំពុងលេងល្បិចអ្វីទៀតស្រីលក្ខវិធីសាស្ត្ររបស់អ្នកពិតជាច្រើនមែន ខ្ញុំមិនបានចិត្តណាទេអ្នកយល់ច្រឡំហើយ យល់ច្រឡំអ្នកចូលទៅក្នុងបន្ទប់សៀវភៅរបស់ខ្ញុំសួរទារព័ត៌មានពីពេលវេលាធ្វើការរបស់ខ្ញុំពីអ្នកបម្រើស្រីលក្ខចិត្តគំនិតអ្វីរបស់អ្នកខ្ញុំដឹងច្បាស់ណាស់មិនហ៊ានតែព្យាយាមតាក់ទាញតែខ្ញុំម្នាក់ឯងមិនហ៊ានមើលមុខខ្ញុំស្ដីដែរឬ ខ្ញុំមិនបានព្យាយាមតាក់ទាញអ្នកទេ ស្រីលក្ខអ្នកកំពុងធ្វើអ្វីនោះឥតគិតគូរសោះពិតជាធ្វើឲ្យគ្រួសារស៊ីមយើងអាម៉ាស់មុខណាស់ ត្រង់នេះមិនទាន់ហ៊ានក្រអឺតក្រទង់ទេហេតុអ្វីបានជាលើមិនហ៊ានលើកមុខមកមើលដឹងខ្លួនឯងអាម៉ាស់មុខហើយមែនទេ ញាកមកមើលខ្ញុំ នៅមិនទាន់មកសុំទោសលោកតារាទេ ញាកមកមើលខ្ញុំ ចូលមកសុំទោសពីតារាភ្លាម នៅពិធីជប់លៀងអ្នកពាក់ម៉ាស់មុខដូចម្ដេចទៅ ខ្ញុំឈឺផ្ដាសាយខ្លាចឆ្លងជំងឺទៅឲ្យម្ដាយនិងតារា ស្ដាប់ចុះអ្នកគឺជាបងប្រុសរបស់ខ្ញុំគឺជាស្ត្រីរបស់បងប្រុសខ្ញុំខ្ញុំណែនាំអ្នកឲ្យចាំចំណុចនេះជានិច្ចគុំលេងល្បិចគុំគិតអាក្រក់បើមិនដូច្នោះទេខ្ញុំនឹងធ្វើឲ្យអ្នកស្ដាយក្រោយដែលរៀបការចូលក្រុមគ្រួសារសៀន អ្នកគិតថាខ្ញុំចង់រៀបការចូលក្រុមគ្រួសារសិនទេខ្ញុំចង់ណាស់មិនដែលបានចូលទ្វារក្រុមគ្រួសារសិនរបស់អ្នកទេហើយនឹងខ្ញុំមិនអាចមានគំនិតអាក្រក់ចំពោះអ្នកបានទេអាចធូរចិត្តបាន អ្នកមានន័យថាម៉េច គឺជាអត្ថន័យតាមពាក្យខ្ញុំអាចទៅបានទេ ស្រីលក្ខនេះពិតជាមានចិត្តខ្លាំងក្លាស្រីលក្ខនៅទីណាទៅ តារាឥឡូវនេះស្អប់ខ្ពើមខ្ញុំខ្លាំងណាស់អត្តសញ្ញាណរបស់ខ្ញុំនេះមិនដឹងថានឹងអាចលាក់បានយូរប៉ុណ្ណាទៀតទេតើធ្វើយ៉ាងម៉េច អ្នកនៅទីណាមែនទៅអញ មានអ្នកណាម្នាក់ទេមានអ្នកណាម្នាក់ទេជួយយើងផងមានអ្នកណាម្នាក់ទេអ្នកមានអីទេគាត់មានជំងឺខ្លាចកន្លែងចង្អៀតគាត់ហាក់ដូចជាពិបាកដកដង្ហើមបើបន្តដូចនេះប្រកាសជានឹងមានរឿងស្រីលក្ខខ្ញុំបានរកឃើញអ្នកម្ដងទៀតហើយ គ្រាន់តែមួយយប់ប៉ុណ្ណោះហេតុអ្វីបានជាអ្នករកខ្ញុំឥតឈប់ឈរ សម្រាប់ខ្ញុំយប់នោះពិតជាមិនមែនគ្រាន់តែមួយយប់ទេខ្ញុំបានកំណត់ចិត្តថាអ្នកជាស្រីរបស់ខ្ញុំយូរហើយ5ឆ្នាំមកហើយខ្ញុំមិនដែលភ្លេចណាស់ទេកុំចាក់ចេញពីខ្ញុំទៀត
ជណ្ដើរយន្តហាក់ដូចជាកំពុងធ្លាក់ចុះ គុំខ្លាច តារ៉ា លោកតារ៉ាឯកសារប្រជែងស្នើគម្រោងបានត្រៀមរួចហើយសូមលោកមើលផង នេះគឺជាឯកសារប្រជែងដែលលោកស្រីពៅត្រូវការថនមានជំងឺបេះដូងខ្ញុំមិនអាចឲ្យគាត់នៅក្នុងកណ្ដាប់ដៃលោកស្រីពៅបានទេតារ៉ាសុំទោសមានអ្នកណានៅក្នុងនោះទេមានអ្នកហៅឡានពេទ្យភ្លាមមានអ្នកតារ៉ាតើនឹកឡើងមានអ្នកនៅក្នុងចណ្ដាលយន្តគាត់បានឃើញខ្ញុំតើគាត់នឹងទាយបានទេថាខ្ញុំជាបងភរិយារបស់គាត់ស្រីលាក់ អ្នកមកនេះ អីហើយអ្នកមិនអីទេណា អ្នកមិនខឹងទេអី ហេតុអីខ្ញុំត្រូវខឹងខ្ញុំខ្លាចកន្លែងចង្អៀតបើគ្មានអ្នកទេខ្ញុំប្រហែលជាគ្មានជីវិតទៀតហើយ មើលទៅគាត់ហាក់ដូចជាមិនស្គាល់ខ្ញុំទេ អញសុំអីហ្នឹង តារ៉ាអ្នកដោះដៃខ្ញុំសិនមើល អ្នកចង់បដិសេធទៀតហើយអីអាលីខ្ញុំដឹងថាអ្នកក៏ចូលចិត្តខ្ញុំដែរបើមិនដូច្នោះទេនៅក្នុងចន្ទារយន្តអ្នកមិនធ្វើអីខ្ញុំអញ្ចឹងទេ តារ៉ាយើងពីរអ្នកគ្មានលទ្ធភាពទេ ហេតុអីបុរសនិងស្ត្រីសម័យទំនើបអ្នកមានអារម្មណ៍ខ្ញុំក៏មានអារម្មណ៍ដែរហេតុអីមិនអាចនៅជាមួយគ្នាបានក៏មិនមែនជារ៉ូមេអូនិងជូលីយ៉េតទេណាទោះបីជាគេក៏ខំប្រឹងប្រែងគ្រប់មធ្យោបាយចង់នៅជាមួយគ្នា អ្នកគិតពីរឿងនេះទេខ្ញុំប្រហែលជាមានមិត្តប្រុសហើយឬក៏ខ្ញុំរៀបការហើយ មានមិត្តប្រុសហើយរៀបការហើយ ខ្ញុំ មានមិត្តប្រុសក៏អាចលែងគ្នាបានរៀបការហើយក៏អាចលែងលះបានទៀតមូលហេតុណាក៏មិនអាចធ្វើឲ្យខ្ញុំដោះលែងបានទេ តារ៉ាបើអ្នកដឹងថាខ្ញុំជានរណាអ្នកមិននិយាយអញ្ចឹងទេ ចឹងប្រាប់ខ្ញុំមកអ្នកជានរណា បើនៅតែច្របាច់បន្តអញ្ចឹងទៀតខ្ញុំពិតជាឈួតមែនមិនអីទេលើកក្រោយទៀតចាប្រាប់គាត់ទៅចាចឹងខ្ញុំប្រាប់អ្នកណាតាមពិតខ្ញុំគឺអាឡូ អ្វីដែលខ្ញុំត្រូវការឯងបានទទួលវាហើយឬនៅពេលវេលាមួយស្តាគិតដល់ហើយបើឯងមិនអើខ្ញុំទៀតទេខ្ញុំនឹងធ្វើហែងមិនអាចជួបខ្ញុំដំទៀតរហូតតាមជីវិត ឯងកុំប៉ះគាត់ខ្ញុំមកភ្លាមនេះ អ្នកណារកែង ម្ដាយធัวរបស់ខ្ញុំ ឯងមានម្ដាយថ្មទៀតផងអារីនៅផ្ទះឯងមានអ្នកណាខ្លះទៀតខ្ញុំមិនទាន់ស្គាល់ឯងនៅវ័យសោះខំ ឯងមិនស្គាល់ខ្ញុំហើយនៅតែនិយាយថាចូលចិត្តខ្ញុំ ទោះឯងជានរណាក៏ដោយការសម្រេចចិត្តរបស់ខ្ញុំដែលចង់បានឯងនឹងមិនផ្លាស់ប្ដូរទេដែលរៀបណាយយល់ព្រមឥឡូវនេះយើងអាចរៀបការភ្លាមនៅសល់ជីវិតនេះខ្ញុំនឹងថែរក្សាឯង ប្រាប់ខ្ញុំមកឯងកំពុងព្រួយបារម្ភអ្វី ខ្ញុំមានការសំខាន់ពិតប្រាកដថ្ងៃស្អែកពេលល្ងាចខ្ញុំនឹងណាត់ជួបឯងនៅពេលនោះខ្ញុំនឹងប្រាប់ឯងពីមូលហេតុនៅពេលនោះខ្ញុំនឹងប្រាប់ការពិតទៅគាត់ ឡថ្ងៃស្អែកជាថ្ងៃបុណ្យសង្ហាដានាងណាត់ជួបខ្ញុំតើមានន័យថានាងទទួលយកការស្នេហារបស់ខ្ញុំហើយឬ អ្វីដែលឯងត្រូវការខ្ញុំបានទទួលវាហើយឥឡូវឯងឲ្យខ្ញុំជួបធំឲ្យខ្ញុំប្រកាសថាគាត់មិនមានអ្វីសោះខ្ញុំនឹងឲ្យវាឯង ខ្ញុំដឹងយ៉ាងណាថាឯងមិនមែនគ្រាន់តែយកទិន្នន័យណាមួយមកដើម្បីបញ្សោតខ្ញុំឲ្យចាក់ចេញនោះ ជឿមិនជឿនោះជារឿងរបស់ឯងបើឯងចង់ឈ្នះការដេញថ្លៃឥឡូវនេះឯងត្រូវតែជឿខ្ញុំគ្មានវិធីផ្សេងទៀតទេ នាំគូនកំណាត់មកនេះ បាទចាម៉ាក់ មានអ្វីអត់គេមានបំពេញលើឯងអត់មានគេធ្វើបាបឯងអត់ ម៉ាក់កុំបារម្ភខ្ញុំមានសុខភាពល្អ យើងអើមនុស្សសាញ់ហើយ
តាវីណែណា ផ្ញើទៅឲ្យឯងហើយលោកស្រីស្រីបើខ្ញុំនឹងមិនឲ្យឯងសម្រេចបំណងទេ ពិតជាទិន្នន័យតម្លៃបាតពិតប្រាកដមិនគិតថាឯងមានប្រយោជន៍មែនទែន ថានយើងទៅ ម៉ាក់យើងនឹងទៅណា ឥឡូវវេលាក៏ល្ងាចហើយដែរគ្មានផ្លូវក្រៅពីទុកឲ្យមិត្តខ្ញុំថែរក្សាថនមុនសិនថ្ងៃស្អែកទើបទៅមន្ទីរពេទ្យ អ្នកធំអ្នកចាំថាត្រូវត្រឡប់មកវិញទេ ម៉ាក់ ក្នុងពិធីសំខាន់បែបនេះអ្នកចាក់ចេញដោយមិននិយាយពាក្យសោះឃើញថាអ្នកពិតជាមិនយកម្ដាយស្វាមីដាក់ក្នុងភ្នែកទេ ម៉ាក់សុំទោសខ្ញុំមានការបន្ទាន់ភ្លាមហើយក៏ចាក់ចេញមុនលើកក្រោយខ្ញុំពិតជានឹងប្រាប់អ្នកជាមុន ឃើញទំនងថាអ្នកទទួលខុសត្រូវបានល្អលើកនេះមិនថានឹងអ្នកទេអ្នកត្រឡប់ទៅបន្ទប់ចុះឈប់ ប្រាកដជាត្រូវបរសខាង នាងទៅតែចូលមកដល់ផ្ទះបានមិនយូរប៉ុន្មានទេពិតជាគ្មានមុខគ្មានមាត់សោះ នៅក្រៅអ្នកបានធ្វើអំពើអាក្រក់អ្វី ខ្ញុំមិនបានធ្វើទេ ដល់ថ្នាក់នេះហើយអ្នកនៅតែហ៊ានប្រកែក ម៉ាក់កុំធ្វើបែបនេះ អ្នកហ៊ានធ្វើអំពើអាក្រក់បែបនេះអ្នកនៅតែខ្លាចអ្នកដតីមើលឃើញទេស្ត្រីគ្មានសេចក្តីអៀនខ្មាស់ខ្ញុំបានប្រមានអ្នកច្រើនដងហើយអ្នកនៅតែមិនអាចកែខ្លួនបានតើយកក្បួនវិន័យមក ចាស់ កងម៉ាក់ លោកស្រី អ្នកនៅតែរីរាំងចាប់យកនាងមកឲ្យខ្ញុំអ្នកស្រីឥតខ្មាស់អៀននេះ ខ្ញុំមិនបានធ្វើទេខ្ញុំពិតជាមិនបានធ្វើទេ តារ៉ា ស្អែកជួយខ្ញុំទិញភោជនីយដ្ឋានឲ្យបានល្អរៀបចំផ្កាឲ្យបានស្រេចខ្ញុំមានណាត់ជួប បាទ ពីមុនអ្នកធ្វើអំពើអាក្រក់គឺមិនអីទេបានចូលមកក្នុងផ្ទះសំណាក់ខ្ញុំសែងនៅតែធ្វើរឿងងឹតបានខ្មាស់អៀនបែបនេះខ្ញុំឃើញអ្នកចង់ស្លាប់ហើយ ម៉ាក់ខ្ញុំមានបញ្ហាអីទៀត លោកស្រីគិតថានាងកំពុងតែធ្វើដូចពីមុនតាំងទីនៅខាងក្រៅមានការល្មមចំពោះកូនប្រុសឆ្វងចង់ដាក់ស្លាប់ព្រៃក្រហម ស្ត្រីនេះហ៊ានអ្នកពិតជាមិនទូចទេ អ្នកនិយាយមើលអ្នកដែលច្រឡុកច្រឡំជាមួយអ្នកបរោះប្រៃនោះតែជានរណាមែនបើសិនជាថ្ងៃនេះអ្នកប្រាប់ខ្ញុំនឹងដោះលែងអ្នកមិននិយាយទេអ្នកនៅតែចង់ការពារបរោះអនាថានោះមែនទេល្អចឹងកុំថាខ្ញុំធ្វើខូខើពេកយកទឹកអំបិលមក ចាស់លោកស្រី ម៉ាក់គ្រប់គ្រាន់ហើយ អ្នកត្រឡប់មកវិញហើយ ម៉ោងប៉ុន្មានហើយនៅតែញ៉េរញ៉ៃអីយ៉ាងនេះ ខ្ញុំកំពុងតែដាក់តង្កាំកូនប្រពន្ធរបស់ខ្ញុំមិនចាំបាច់អ្នកចូលរួមទេនិយាយឆាប់បរោះអនាថានោះជានរណាបើអ្នកនៅតែមិននិយាយទៀតខ្ញុំនឹងប្រាំឆ្លោបាយផ្សេងទៀតហើយ គ្មានមនុស្សនេះទេថ្ងៃនេះអ្នកទោះបីជាសម្លាប់ខ្ញុំក៏គ្មានអ្នកនេះដែរ អ្នកមើលចិត្តស្លាប់ហើយនៅតែរឹងម៉ឹងតារ៉ានាងធ្វើអីខុសចំពោះបងអ្នកដល់ថ្នាក់នេះហើយអ្នកនៅតែជួយនាង បើនៅតែញ៉េរញ៉ៃទៀតអាចមានគ្នាស្លាប់បានយកនាងវិលត្រឡប់ទៅ បាទចាស់ លំហើយជុបសិន ន
លើកក្បាលឡើងពិតជាណាមែនស្រីលក្ខខ្ញុំគួរតែគិតដល់រឿងនេះមុនទៅទៀតហេតុអ្វីបានជាអ្នកមិនប្រាប់ខ្ញុំតាំងពីដើមដល់ចប់អ្នកធ្វើលេងខ្ញុំតាមរយៈ ខ្ញុំមិនបានធ្វើលេងអ្នកទេ ការពិតទាំងអស់ស្ថិតនៅចំពោះមុខហើយអ្នកនៅតែព្យាយាមបដិសេធទៀត ខ្ញុំគ្រាន់តែមិនដឹងថាត្រូវនិយាយយ៉ាងម៉េចទេ ពួកឯងមានរឿងអីខ្លះ អ្នកគួរតែមានការសំខាន់ខ្លាំងពូកែមករីកាបើមិនដូច្នោះទេថ្ងៃស្អែកត្រូវរត់ចេញទៅ លោកតារ៉ាទើបតែទូបានវីដេអូមើលឃើញក្នុងចិន្តាយន្តពីសន្តាគារកញ្ញាស្រីលក្ខនោះនៅពេលដែលអ្នកមិនបឹងខ្លួនបានលួចតែខ្សែក្នុងទូរស័ព្ទអ្នក តារ៉ានាងធ្វើខុសចំពោះបងធំអ្នកគឺគួរឲ្យស្អប់ខ្ពើមែនអ្នកកុំធ្វើឲ្យមានអ្នកស្លាប់អីវាមិនសមហេតុផលទេ គុំតាមមើល ប៉ុន្មានផ្លែតមុននៅប្រមានខ្ញុំទៅហើយឥឡូវខឹងសម្បារឿងហើយធំជាងខ្ញុំទៀតសោះពួកអ្នកទាំងអស់គ្នាសូមស្ដាប់ខ្ញុំឲ្យច្បាស់កុំឲ្យលោកតារ៉ាធ្វើឲ្យមានអ្នកស្លាប់ពិតប្រាកដអីចា៎ ស្រីលក្ខអ្នកដឹងថាខ្ញុំជានរណាតាំងពីយូរមកហើយតែហ៊ានបន្តធ្វើលេងខ្ញុំម្ដងហើយម្ដងទៀតចិត្តអ្នកពិតជាមានបំណងអ្វីទៅ ខ្ញុំមិនដែលគិតថានឹងលេងអ្នកឡើយ មេឆយជាបឹងថ្លៃរបស់ខ្ញុំអ្នកណែនាំខ្ញុំនៅថ្ងៃបុណ្យសហនារីគ្រាន់តែចង់មកស្នេហាលួចជាមួយប្អូនថ្លៃខ្ញុំដូច្នេះហឺដើម្បីស្វែងរកការរំភើប មិនមែនទេពីដំបូងខ្ញុំចង់ប្រាប់អ្នកហើយខ្ញុំមិនដែលគិតថានឹងបោកប្រាស់អ្នកឡើយ នៅតែយកហេតុយកផ្លូវទៀតហើយពីដំបូងដែលអ្នកខិតខំចូលមកចិត្តខ្ញុំលេងខ្ញុំជួយសង្គ្រោះខ្ញុំនៅក្នុងចន្ទារយន្តទាំងអស់នោះគ្រាន់តែចង់បានទិននៃគម្រោងរបស់ខ្ញុំមែនទេហើយខ្ញុំវិញឡើងងជាខ្លាំងដែលគិតថាអ្នកកំពុងខ្វល់ពីខ្ញុំគិតថាអ្នកក៏មានអារម្មណ៍ចំពោះខ្ញុំដែរ ខ្ញុំនៅក្នុងចន្ទាយន្តពិតជាចង់ជួយសង្គ្រោះអ្នកមែន ឥឡូវនេះអ្នកនៅតែមានអ្វីអាចយកមកយកហេតុយកផ្លូវទៀត តារ៉ាខ្ញុំចង់បានទិន្នន័យគម្រោងរបស់អ្នកគ្មានខុសទេប៉ុន្តែនៅក្នុងចន្ទាយន្តខ្ញុំពិតជាចង់ជួយសង្គ្រោះអ្នកមែន ស្រីលក្ខមានអ្នកណាមកផងហើយគ្រូពេទ្យ សូម លោកតារ៉ា នាងស្រីលក្ខយ៉ាងម៉េចហើយ លោកតារ៉ាកុំបារម្ភមិនបានរងរបួសដល់ឆ្តាំងចំទេបានរំជប់ល្អហើយមិនយូរប៉ុន្មានថ្ងៃទេនឹងគិសេសបាយ បញ្ជូនគ្រូពេទ្យទៅ ចាស់ ហេតុអ្វីប្រពន្ធបងខ្ញុំសោះតែនាង ហេតុអ្វីក្លិនស្រាខ្លាំងម៉េះម្សិលមិញផឹកស្រាស្រីលក្ខហេតុអ្វីមិនតន់ចុះមកទេញ៉ាំអាហារពេលព្រឹកត្រូវការគេអញ្ជើញទៀតពិតជាគ្មានវិន័យ ម្សិលមិញខ្ញុំបានបោះឈើវះចោលហើយឥឡូវនេះមិនមែនជាយុគសម័យរបស់អ្នកទេការវាយប្រហារគឺខុសច្បាប់ តារ៉ាអ្នកយ៉ាងម៉េចហើយហេតុអ្វីអ្នកជួយស្រីលក្ខគ្រប់ទីកន្លែង ម៉ានាងគឺអ្នកផ្ទាល់ខំយកចិត្តទុកដាក់ចង់យកមកធ្វើជាកូនក្រមុំនាងក៏ជាប្រពន្ធដែលបងខ្ញុំរៀបការតាមផ្លូវច្បាប់អ្នកគួរតែផ្ដល់ការគោរពជាមូលដ្ឋានដល់នាងអ្នកគួរតែផ្ដល់ការគោរពជាមូលដ្ឋានឲ្យនាង
តែមកញ៉ាំអាហារពេលព្រឹកផងឈរនៅទីនោះធ្វើអីអញ្ចឹងហើយពេលមុនអ្នករវល់ផ្លេចសួរអ្នកជំនួយអ្នកនិយាយថាក្មេងស្រីនោះពី5ឆ្នាំមុនអ្នករកឃើញហើយអ្នកពេលណានាំនាងត្រឡប់មកវិញឲ្យម៉ាក់បានជួបមើលនាងយ៉ាងម៉េចហើយនាងព្រមរៀបការជាមួយអ្នកអត់ពួកអ្នកទាំងពីរនេះសម្លឹងមើលខ្ញុំធ្វើអី នាងរៀបការរួចហើយ នោះក៏គួរឲ្យសោកស្ដាយដែរតែក៏ដូច្នោះដែរកន្លងមកក៏5ឆ្នាំហើយអ្វីផ្លាស់ប្ដូរគឺជារឿងធម្មតាកូនកុំពិបាកចិត្តពេករបស់ចាស់មិនទៅរបស់ថ្មីមិនមកមិនបានអញ្ចឹងហើយអ្នកពូចាំងរឹតនិយាយថាកូនស្រីគាត់ត្រឡប់មកពីប្រទេសកាលពីម្សិលមិញហើយនិយាយថាឲ្យខ្ញុំរៀបចំឲ្យពួកអ្នកជួបគ្នាក្មេងស្រីនោះខ្ញុំបានជួបហើយសុភាពរៀបសារណាស់អ្នកច្បាស់ជាចូលចិត្ត ល្អហើយអ្នករៀបចំទៅចុះ អូនល្អណាស់ម៉ាក់ថ្ងៃនេះនឹងជួយរៀបចំឲ្យពួកអ្នកដូច្នេះតើគ្រួសារស៊ីមយើងនឹងមានចៅហ្វាយទៅទៀតហើយ ខ្ញុំឆ្អែតហើយ អ្នកក៏ត្រូវដើរតាមវាផងថែរក្សាវុធីឲ្យបានល្អបើមិនដូច្នេះទេកុំថាខ្ញុំពេលក្រោយធ្វើខ្លាំងពេក មកនេះខ្ញុំមិនឃើញអ្នកត្រឹមតែ1នាទីទេខ្ញុំក៏ទៅរកអ្នកតារា មកនេះ តារាមានការអីហ៎ ឈរនៅទីនោះធ្វើអីខ្លាចម៉ាក់ខ្ញុំមិនដឹងថាពួកយើងធ្លាប់គេងជាមួយគ្នាទេ បើលោកតារាគ្មានការអីទេខ្ញុំសុំទៅមុនហើយអ្នកចង់ធ្វើអី អ្នកជាកូនប្រុសធំគ្រួសារស៊ីននេះការងារនេះធ្វើបានស្មោះស្ម័គ្រណាស់ម៉េចហើយពិតជាចង់ចាំបងខ្ញុំភ្ញាក់ហើយរៀបការជាមួយគាត់មែនដើម្បីក្លាយជាកូនប្រុសធំគ្រួសារស៊ីន នេះជាអ្វីដែលខ្ញុំបានសន្យានៅក្នុងពិធីមង្គលការថែរក្សាគាត់ឲ្យបានល្អនេះក៏ជាអ្វីដែលលោកតារាបាននិយាយទៅកាន់ខ្ញុំដែរខ្ញុំក៏គ្រាន់តែស្ដាប់តាមពាក្យលោកតារាប៉ុណ្ណោះ ដោយសារអ្នកស្ដាប់ពាក្យគេយ៉ាងនេះខ្ញុំឲ្យអ្នកធ្វើអីអ្នកត្រូវធ្វើអី អ្នកចង់ធ្វើអី ខ្ញុំចង់ឲ្យអ្នកថើបខ្ញុំ កូន តារាអ្នកនៅទីនេះអត់ អ្នកកុំធ្វើហួសពេកណាម៉ាក់មកហើយម៉ាក់ តារាអ្នកនៅទីនេះឬ តារាអ្នកកុំធ្វើហួសពេកណា តារាខ្ញុំដូចជានៅក្នុងនោះហាក់ដូចជាមានសម្លេងអ្នកដទៃដែរ អ្នកអាខុសហើយ តារាខ្ញុំចង់និយាយជាមួយអ្នកអំពីកូនស្រីរបស់ចាងមុននេះខ្ញុំអាចចូលមកបានអត់
អ្នកនិយាយមើលតើត្រូវឲ្យម៉ាក់ខ្ញុំចូលមកដែរឬទេ កុំ សុំពីខ្ញុំមើល សុំអ្នកផង ចឹងខ្ញុំចូលមកហើយណា ឥឡូវខ្ញុំមានការធ្វើស្អែកចាំនិយាយ អីចឹងក៏បាន ថឹងឯងសម្រាប់សិនណាត្រង់នេះពេលក្រោយពេទ្យនឹងយកឯងទៅពិនិត្យបើការពិនិត្យមិនមានបញ្ហាក៏អាចវះកាត់បានហើយ ម៉ាក់ពេលកាត់ហើយខ្ញុំអាចដោយក្មេងផ្សេងអាចអាចលត់បានហើយមែនទេ ថងខ្លាចទេ ម៉ាក់គុំបារម្ភថននឹងក្លាហាន ពិតជាទេពតាតូចរបស់ម៉ាក់មែន ម៉ាក់ មានអី ម៉ាក់ ថឹង ម៉ាក់ ថឹង ម៉ាក់ ថឹង ម៉ាក់ជឺពូ ថឹងថឹង ស្ថានភាពរបស់thânបច្ចុប្បន្នគ្រោះថ្នាក់ណាស់កាត់អំពីជំងឺបេះដូងធ្វើឲ្យកាត់ឈឺតម្រងនោមធ្ងន់ធ្ងរភ្លាមត្រូវការធ្វើការផ្លាស់ប្ដូរថ្លើមបើមិនទាំងចឹងនឹងមានគ្រោះថ្នាក់ដល់ជីវិត ខ្ញុំអាចយកថ្លើមខ្ញុំឲ្យគេបាន អញជាឈាមប្រភេទអ្វី ខ្ញុំជីឈាមប្រភេទ ឈាមប្រភេទ A ten គីឈាមប្រភេទឈាមរបស់ពួកឯងមិនត្រូវគ្នាទេបើធ្វើការផ្លាស់ប្ដូរថ្លើមនឹងមានប្រតិកម្មក្តៅសេត មន្ទីរពេទ្យនៅមានថ្លើមផ្សេងទៀតដែរឬទេពេទ្យសូមអង្វរអ្នកត្រូវតែជួយសង្គ្រោះថនផង មន្ទីរពេទ្យមួយឆ្នាំមាននូសជាច្រើនកំពុងរងចាំថ្លើមដែលសមរម្យធីនជីករនៅឈឺតម្រងនោមធ្ងន់ធ្ងរភ្លាមមិនអាចនៅក្នុងពេលដ៏ខ្លីនេះរកថ្លើមដែលសមរម្យឲ្យបានទេ ពេទ្យសូមអង្វរអ្នកសូមអ្នកជួយគិតមធ្យោបាយផ្សេងទៀតឲ្យខ្ញុំផងខ្ញុំពិតជាមិនអាចគ្មានថនបានទេ ឯងមានសាច់ញាតិមិត្តភក្តិណាដែលមានទំនាក់ទំនងខ្លាំងមើលថាអាចពីកន្លែងផ្សេងទាញយកថ្លើមដែលសមរម្យមកបានដែរឬទេក៏មានសុំទូរស័ព្ទទៅថាប់ជំងឺរបស់thânមិនអាចរងចាំបានទេ លោកតារ៉ាគ្រូសាកាំងមិនបានទទួលគម្រោងរបស់យើងទេហាក់ដូចជានាងមិនបានទទួលតម្លៃបញ្ចុះតម្លៃរបស់យើងទេ គ្រូសារកាំងមិនបានទទួលតម្លៃបញ្ចុះតម្លៃរបស់យើងទេដូច្នេះមើលទៅស្រីលក្ខមិនបានផ្ដល់ទិន្នន័យឲ្យឪពុកនិងម្ដាយលើករបស់នាងទេ លោកតារ៉ាលោកអាចជួយសង្គ្រោះថនបានទេ thânជានរណា សូមលោកមេត្តាលោកមកមន្ទីរពេទ្យភ្លាមទៅឥឡូវគាត់ជិតស្លាប់ហើយលោកតារ៉ាលោកអាចរកបានថ្លើមចំនួនទេថនឈឺថ្លើមស្រួចស្រាវត្រូវការផ្លាស់ថ្លើមបើមិនអាចផ្លាស់បានក្នុងពេលខ្លីទេគាត់នឹងមានគ្រោះថ្នាក់ដល់ជីវិត កូននេះជានរណារបស់ណា កូនប្រុសរបស់ខ្ញុំ កូនប្រុសអ្នកមានកូនប្រុសហើយ ឥឡូវការសង្គ្រោះថនជាការសំខាន់បំផុតលោកតារ៉ាខ្ញុំដឹងថាលោកមានអំណាចខ្លាំងណាស់លោកពិតជាមានផ្លូវច្បាស់អាចសង្គ្រោះថនបានមែនទេលោកពិតជាអាចរកថ្លើមដែលសមរម្យបានខ្ញុំសូមលោកមេត្តា គាត់ជាកូនប្រុសរបស់អ្នកថ្លើមរបស់អ្នកមិនសមគាត់ទេ ពួកយើងក្រុមឈាមមិនដូចគ្នា គាត់មានក្រុមឈាមអ្វី ក្រុមឈាម ក្រុមឈាមអោ លោកតារ៉ាដូច្នេះគាត់មិនអាចជី ខ្ញុំអាចផ្ដល់ថ្លើមរបស់ខ្ញុំឲ្យគាត់បានរៀបចំការវេកាត់ចុះ អ្នកចង់ផ្ដល់ថ្លើមរបស់អ្នកឲ្យធ្នូហេតុអ្វី អ្នកសួរថាហេតុអ្វីខ្ញុំមិនមែនជាព្រះទេគ្មានវិធីសាស្ត្រណាក្នុងរយៈពេលខ្លីដើម្បីរកថ្លើមដែលសមរម្យនោះទេដោយសារក្រុមឈាមរបស់ខ្ញុំត្រូវគ្នាដូច្នេះខ្ញុំជាអ្នកផ្ដល់ថ្លើមដែលសមរម្យបំផុតមែនទេ រឿងធំបែបនេះអ្នកមិនគួរនិយាយជាមួយម្ដាយនឹងស៊ីមនារីពិភាក្សាទេការវះកាត់មានហានិភ័យ ខ្ញុំត្រូវតែសង្គ្រោះធិនមិនចាំបាច់ពិភាក្សាជាមួយនរណាម្នាក់ទេ ល្អហើយសូមមកធ្វើការស្នើសុំនៅទីនេះ ទីបំផុតគាត់ក៏ដឹងដែរថាថនគឺជាកូនរបស់គាត់ហើយថឹងកូនកុំភ័យម៉ាក់នឹងមិនឲ្យកូនមានអ្វីកើតឡើងទេម៉ាក់នឹងនៅខាងក្រៅរងចាំកូនហើយក ុំបារម្ភខ្ញុំនឹងមិនឲ្យធិនមានអ្វីកើតឡើងទេ អរគុណ រងចាំខ្ញុំ
ព្រះឲ្យសូមថែរក្សាពួកគេឲ្យមានសុវត្ថិភាព តារានិងពួកគេពិតជាមានសុវត្ថិភាពជាមិនខាន ការវាកាត់ទទួលជោគជ័យយ៉ាងខ្លាំងទិនបានឆ្លងកាត់រយៈពេលគ្រោះថ្នាក់ហើយ ចំណែកតារាវិញ គាត់ក៏ល្អដែរឪពុកនិងកូនសុខសប្បាយទាំងពីរ ធំភ្ញាក់ហើយអត់ ម៉ាក់ ឈឺកន្លែងណាអត់ ធនមិនឈឺទេម៉ាក់គុំបារម្ភ បូមាត់អ្នកស្ងួតបន្តិចស្រេកទឹកអត់ប៉ុន្តែអ្នកទើបតែវះកាត់មិនអាចផឹកទឹកទេម៉ាក់យកកំទេចសម្លេទឹកបូមាត់ឲ្យអ្នក មិនបានទើបតែវះកាត់មែនលឿនមិនបានចុះពីក្រែបានភ្លាម វះកាត់ទូចប៉ុណ្ណឹងទេខ្ញុំមិនអីទេ គ្រូពេទ្យគ្មានលោកតារាមកទេខ្លាចច្របួសហោហែកលោកតារារឹងតែចង់មកថាឃើញគាត់ទើបស្ងប់ចិត្ត ម៉ាក់ពុំអ្នកនេះទេដែលជួយខ្ញុំ នឹងហើយគាត់កាត់ថ្លើមមួយផ្នែកថងគាត់ជាអ្នកជួយសង្គ្រោះជីវិតថងទៅហើយ សូមអរគុណពូពូគុំព្រួយពេលថនទំឡើងខំវលេចស្នឹមពូធ្វើល្អជាមួយពូទិញអាហារឆ្ងាញ់គិច្រើននៅពូ ថនឆ្លាតណាស់ចាសចុះខ្ញុំរងចាំឲ្យទិញអាហារឆ្ងាញ់ឲ្យខ្ញុំវិញណា ធ្វើអីហ្នឹង លោកតារារៀបចំបន្ទប់ពេទ្យចង់នៅជាមួយ ដោយឡែកត្រូវនៅពេទ្យដែរមិនដូចនៅជាមួយថនទ័រពូចង់នៅក្នុងបន្ទប់ពេទ្យជាមួយណាបានអត់ វ៉ានខ្ញុំនិងពូជាមិត្តល្អនឹងគ្នាមានពូនៅជាមួយមិនធន់ទ្រាំទេ តារាខ្ញុំទិញរបស់ប្រើប្រាស់សម្រាប់លោកនិងកូនប្រុសតូចខ្លះ ទៅជើហេតុវីបានជាកើតថនមកយប់នោះសម្រាប់អ្នកគ្រាន់តែជាយប់មួយប៉ុណ្ណោះណាក់មិនចូលចិត្តខ្ញុំមែនទេ ក៏ជាកូនរបស់ខ្ញុំដែរហើយគាត់មកដូចជាទេពធីតាតូចមួយមករកខ្ញុំ ថិនពិតជាគួរឲ្យស្រឡាញ់ណាស់ខ្ញុំដឹងហើយថាអ្នកមិនបានផ្ដល់តម្លៃបញ្ចុះតម្លៃពិតប្រាកដឲ្យអ្នកដទៃទេអ្នកមិនបានក្បត់ខ្ញុំទេ លួចឯកសារបញ្ចុះតម្លៃគឺខុសច្បាប់ខ្ញុំមិនអាចធ្វើឲ្យខ្លួនឯងយល់ស្របធ្វើរឿងនេះបានទេ ស្រីឡាក់អ្នកពិតជាស្អាតមាត់មែនគុំរើខ្ញុំទើបតែវះកាត់រួចអ្នកចង់ឲ្យរបួសខ្ញុំបែកទេ ចឹងអ្នកដោះលែងខ្ញុំសិនមកខ្ញុំធ្វើឲ្យរបួសអ្នកឈឺហើយ មុនអញ្ចឹងតើឥឡូវខ្ញុំដឹងពីអត្ថភាពរបស់ថនហើយអ្នកមានបំណងលាក់ថិនដោយស្វីឋានៈជាភរិយាបងរបស់ខ្ញុំរស់នៅបែបនេះជារៀងរហូតមែនឬស្រីឡាក់ខ្ញុំត្រូវការថិនហើយក៏ត្រូវការអ្នកដែររវាងពួកយើងត្រូវតែមានលទ្ធផលមួយ អាឡូ អ្នកមានរឿងអីពេញមួយថ្ងៃមិននៅផ្ទះសោះ វិលមកវិញភ្លាម បើអ្នកមានការអីទៅធ្វើការអ្នកសិនចុះថិនខ្ញុំមើលថៃវាទៅអ្នកគិតថាខ្ញុំមើលថៃថិនមិនបានល្អមែនទេ អញ្ចឹងខ្ញុំនឹងមកវិញព្រឹកប្រហែលម៉ោងខ្ញុំទៅសិនហើយ ស្រីលក្ខិននាងអស្រីអើយឃ្លានឯកសារប្រកួតប្រជែងខ្លាំងៗមកខ្ញុំថ្ងៃនេះខ្ញុំនឹងវាយនាងស្លាប់ជាមិនខាន នាងកុំស្មានថាខ្ញុំនឹងធ្វើអ្វីឲ្យនាងទៀតអីនាងក៏កុំស្មានថានឹងវាយខ្ញុំទៀតដែរហឹម នាងពិតជាគិតថារៀបការចូលគ្រួសារស៊ីមខ្លាយជាកូនប្រុសទំហើយស្លាប់ក៏រឹងមាំឡើងហើយមែនទេអ្នកណាក៏ដឹងថាកូនប្រុសទំគ្រួសារស៊ីមគ្រាន់តែជាមនុស្សដេកស្ងៀមប៉ុណ្ណោះនាងគ្រាន់តែជាឧបករណ៍សម្រាប់អូស្ទានសំណាងល្អមកតែប៉ុណ្ណោះពួកឯងទាំងពីរក៏មិនទាន់យកវិញ្ញាណប្រការរៀបការផងឈ្មោះក៏មិនត្រឹមត្រូវពាក្យសម្ដីក៏មិនសមផងគ្រួសារស៊ីមនឹងដេញនាងចេញពីផ្ទះមិនយូរទេ ចុះនាងចង់រៀបការជួបគ្រួសារស៊ីមពឹងពាក់ពួកគេសុបិនខ្លាយជាមនុស្សលើសមនុស្សនឹងបាក់បែកទៅហើយ ចុះថ្ងៃនេះខ្ញុំនឹងវាយនាងស្លាប់មុនសិន
បន្ទាប់មកទៅតាមដានកូនស្រីតូចអាស្រីនោះទៀតឯងនៅជ្រុំមើលធ្វើទេថ្ងៃនេះបើខ្ញុំមិនសម្លាប់នាងខ្ញុំលោកស្រីបើរកមកអត់ប្រយោជន៍ទេ Strickland ឯងឯកសារប្រគូប្រជែងខ្លាំងៗមកពួកយើងឯងពិតជាធ្វើឲ្យពួកយើងមានហត់ណាស់ ឯងនិយាយពាក្យច្រើនជាមួយនាងធ្វើទេអាស្រីគូស្លាប់ហើយ អ្នកណាហ៊ានបេះនាងអ្នកណាហ៊ានប៉ះពាល់នាង លោកតារ៉ា ហ៊ានប៉ះពាល់អ្នកក្នុងគ្រួសារខ្ញុំឯងហ៊ានធ្វើដូចមានថ្លើមខ្លាមែនហើយ សំទោសលោកតារាពួកយើងមិនបានគ្រប់គ្រងកូនស្រិតឲ្យបានដឹងរឿងទេពេលកន្លងទៅគ្រាន់តែដាស់តឿនព្រមមាននាងបន្តិចប៉ុណ្ណោះ លោកតារ៉ាលោកប្រហែលជាមិនដឹងទេណាស្រីលក្ខនាងនេះគឺជាស្រីអាស្រោហើយនាងមានប្រុសកាយនៅខាងក្រៅហើយពីយូរយ៉ាងណាស់មកហើយបានធ្វើឲ្យកូនស្ពងគ្រួសារស៊ីមមានស្នេហាក្រហើយ ឯងថាអ្នកណាជាប្រុសកាយ លោកតារ៉ាលោកពិតជាមិនដឹងមែនហើយណាបើនិយាយពីរឿងនេះក៏ជារឿងអាម៉ាស់របស់គ្រួសារកាំយ៉ាងដែរស្រីលក្ខស្រីអាស្រោនេះកាលពី5ឆ្នាំមុនបានរកស៊ីជាមួយប្រុសកាយនៅខាងក្រៅសូម្បីតែមានចៃពូជាមួយកូនផ្កាយទៀតផងហើយក៏បានសម្រានកូននោះចេញមកទៀតឥឡូវនេះកូនផ្កាយនោះក៏ទំជិងគេហើយនៅក្នុងពិធីមង្គលការរបស់នាងនិងកូនស្ពងគ្រួសារស៊ីមខ្ញុំបានបង្គាប់ឲ្យនាងស្ពតថានឹងមិនជួបកូនផ្កាយនោះទៀតទេនាងពិសេសយ៉ាងចប់ទួនមិនព្រមសោះលោកតារ៉ាតាមការយល់ឃើញរបស់ខ្ញុំនាងនឹងប្រុសកាយនោះប្រកាសជានៅតែមានទំនាក់ទំនងជាប់ពាក់ព័ន្ធគ្នាទៀតហើយ ពិតមែននេះឯងដឹងម៉េច រឿងនេះត្រូវគិតទៅធ្វើទេពេលកន្លងមកគេច្រើនឆ្នាំនេះនាងក៏មិនព្រមរីកាជាមួយប្រុសនេះដែរប្រុសនោះក៏មិនព្រមជ្រើដែរនេះប្រកាសជាក្នុងចិត្តនាងនៅតែគិតដល់ប្រុសកាយហើយ ឈប់និយាយអី ខ្លួនឯងធ្វើរឿងអាម៉ាស់ចេញមកហើយខ្លាចគេនិយាយទៀតផងស្រីលក្ខនាងនេះពិតជាស្រីអាស្រូវពីក្នុងស្ខឹងហើយមានកូនស្ពងគ្រួសារស៊ីមដែលមានតម្លៃ2000លានបែបនេះនាងមិនស្ដាប់បង្គាប់មិនរកសាស្ទីវថនស្ត្រេហើយនៅតែគិតដល់ប្រុសកាយទៀតលោកតារ៉ាតាមការយល់ឃើញរបស់ខ្ញុំគូតែបណែដេញនាងចេញពីគ្រួសារឲ្យក៏ទៅហើយបន្ទាប់មកក៏ចាប់គាត់ចេញពីទ្វារផង គ្រប់គ្រាន់ហើយប្រុសកាយដែលពួកឯងនិយាយនោះគឺខ្ញុំនឹងឯង អវេលោកតារ៉ាបរិសសេងនោះមិនអាចគីលោកណាទេសុំកុំលេងសើចទេ អ្នកឃើញខ្ញុំកំពុងលេងសើចជាមួយណាទេ ទេលោកតារាស្រេចលក្ខណៈពីជាមួយបងប្រុសបងរបស់លោកណានាងគឺជាបងថ្លៃរបស់លោកណាហើយ អ្នកដែលនៅជាមួយនាងកាលពីមុនគឺខ្ញុំឪពុករបស់ថិនគឺខ្ញុំអ្នកដែលគោរពបង្គំនាងក្នុងពិធីអាពាហ៍ពិពាហ៍ក៏ជាខ្ញុំដែរយល់ហើយទេ តែលោកតារាគឺជាបរិសនោះមែនទេឪពុករបស់ថិន ខ្ញុំដឹងថាពួកអ្នកឃុំឃាំងថិនបំពេញលើស្រីលក្ខរឿងទាំងនេះមួយខ្ញុំនឹងគិតគូរជាមួយពួកណាយឺតប្រាប់ទៅបិទផ្លូវគ្រួសារកាំងពេលខាងមុខអ្នកណាហ៊ានតាក់ទងជាមួយពួកគេនឹងត្រូវជាស្ត្រូវនឹងគ្រួសារស៊ីមរបស់ខ្ញុំ គុំទីស្រត់លក្ខណខ្ញុំជាឪពុកណាក់ក៏ជាដាយូយរបស់ថិនដែរណាក់សុំអង្វរលោកតារាផងសុំឲ្យពួកយើង អ្នកធ្លាប់គិតថាខ្ញុំជាកូនស្រីអ្នកទេថនជាចៅប្រុសអ្នកទេពេលកន្លងមកនេះនៅពេលលោកស្រីបើធ្វើរបួសពួកយើងអ្នកមិនធ្លាប់លើកលែងនាងជានិច្ចទេ មានអ្នកណាម្នាក់ យិកនាងទៅ គុំ លោកតារ៉ាពូយើងដឹងខុសហើយពូយើងដឹងខុសពិតប្រាកដហើយសូមឲ្យពូយើងមានឱកាសសម្ដុំទៀតផងស្រេចលក្ខយ៉ាងណាក៏ដោយពូយើងក៏ជាសិក្សាលោហិតណាស់ដែរជួយសូមអង្វរឲ្យពូយើងផង កុំគិតថាខ្ញុំមិនដឹងអ្នកហើយដែលដាក់ថ្នាំឲ្យខ្ញុំពួកអ្នករត់គេចខ្លួនទាំងនោះក៏ជាអ្នករៀបចំទាំងអស់ដែរប្រសិនបើខ្ញុំមិនបានជួបលោកតារាខ្ញុំនឹងត្រូវអ្នកបំផ្លាញហើយ ច័ន្ទវីរៈស៊ើបអង្កេតឲ្យបានល្អប្រសិនបើពួកគេបានធ្វើការប្រព្រឹត្តខុសច្បាប់ណាមួយកុំឲ្យមានការលើកលែងឡើយ Just លោកតារាយកទៅ លោកតារ៉ាខ្ញុំខុសហើយ ឥឡូវនេះមានមនុស្សច្រើនម៉េះម្ដាយអ្នកប្រកាសជាដឹងភ្លាមហើយតើធ្វើម៉េចទៅ ស្រីលក្ខតើអ្នកគិតថាការរឿងនេះអាចលាក់បាំងបានពេញមួយជីវិតទេ ថនភ្ញាក់ហើយមែនទេ ពូតាពូជាឪពុករបស់ថនមែនទេ ហើយពូគឺជាឪពុករបស់ថនហើយ ថនដឹងហើយថាពូជាឪពុកថនចុងក្រោយក៏មានឪពុកហើយឪពុកថនប្រាប់ឪពុកថាម៉ាក់និយាយថាឪពុកទៅកន្លែងឆ្ងាយណាស់ហើយរងចាំពេលកំតម្លឹងទៅឪពុកអាចត្រឡប់មកវិញបានមិនគិតថាលោឪពុកត្រឡប់មកវិញភ្លាមទេថនសប្បាយចិត្តណាស់ ឪពុកក៏សប្បាយចិត្តដែរដែលអាចជួបថិនបានលឿនម៉េះ អញ្ចឹងឪពុកមិនត្រូវទៅទៀតទេមែនទេឪពុកនឹងនៅជាមួយថនជានិច្ចមែនទេ
ហើយឪពុកមិនទៅទៀតទេឪពុកនឹងនៅជាមួយធនជានិច្ចការពារធន ហើយត្រូវការពារម៉ាក់ផង យើងជួយការពារម៉ាក់ជាមួយគ្នា តារាអ្នកត្រឡប់មកវិញលឿនបងប្រុសណាប់ញាក់ហើយ អីគេបងប្រុសខ្ញុំភ្ញាក់ហើយ បងពិតជាភ្ញាក់ហើយមែន តារា គ្រូពេទ្យថាបងឯងអាចភ្ញាក់ឡើងពិតជាអស្ចារ្យណាស់ឃើញថាពិធីរំដោះសោករបស់អ្នកចេះដឹងពិតជាមានប្រសិទ្ធភាពណាស់គ្រូសាស៊ីមរបស់យើងរឿងរីករាយមួយឆ្នាំហើយមួយឆ្នាំទៀតអូហើយយើងភ្លេចវុធីអូននេះគឺជាប្រពន្ធដែលយើងរៀបចំឲ្យអ្នកស្រីឡោះនិយាយអញ្ចឹងវាក៏ជាអ្នកដែលតារាជ្រើសរើសឲ្យអ្នកដែរស្រីឡោះមិនទាន់មកជួបប្តីរបស់ហែងទេ ក្មេងស្រីស្អាតណាស់ ពេលឯងជាសះស្បើយហើយឯងនឹងស្រីឡោះត្រូវទៅចុះឈ្មោះរៀបការជាផ្លូវការហើយធ្វើពិធីភ្ញៀវទៀតម្ដងដើម្បីក្លាយជាប្តីប្រពន្ធជាផ្លូវការល្អបំផុតហើយឲ្យយើងមានចៅ2នាក់ទៀតនោះពិតជាល្អខ្ចោះហើយ មិនបានទេ តារាបងហើយនឹងប្រពន្ធរបស់បងឯងចុះឈ្មោះរៀបការធ្វើពិធីភ្ញៀវហេតុអ្វីបានជាឯងមិនយល់ព្រម ព្រោះនាងគឺជាស្ត្រីរបស់ខ្ញុំ តារាអែន តារាឯងឈួតហើយនាងជាប្រពន្ធរបស់បងឯងនឹងឯងមិនអាចនឹងបងឯងដណ្ដើមស្ត្រីតែមួយនាក់បានទេ ម៉ាក់ខ្ញុំបានប្រាប់ម៉ាក់ហើយខ្ញុំបានជួបស្ត្រីម្នាក់កាលពី5ឆ្នាំមុនខ្ញុំមិនអាចភ្លេចនាងបានឡើយហើយខ្ញុំកំពុងតែស្វែងរកនាងឥឡូវនេះខ្ញុំបានរកឃើញនាងហើយស្រីឡាក់គឺជាស្ត្រីដែលខ្ញុំកំពុងស្វែងរក ឈួតហើយពិតជាឈួតមែនតែនស្រីឡោះតើនាងធ្វើឲ្យកូនប្រុសខ្ញុំវង្វេងងឺម៉ាក់ខ្ញុំ មិនពាក់ព័ន្ធនឹងស្រីឡាក់ទេគឺខ្ញុំដែលស្រឡាញ់នាងហើយនាងក៏បានផ្ដល់កូនប្រុសម្នាក់ឲ្យខ្ញុំដែរ ណានិយាយអីគេមុនស្រីឡាក់មិនទាន់រៀបការកូនប្រុសដែលគាត់រកឃើញនោះជាកូនរបស់ណាក់ស្រីឡោះអ្នកឯងហានិយាយមើល ចាបរោះម្នាក់នៅថ្ងៃមុន5ឆ្នាំគឺលោកតារានោះឯងថឹងក៏ជាកូនរបស់គាត់ដែរ ប្រកាសហើយមិនមែនច្រឡំទេ ម៉ាក់ព្រឹទ្ធាចារ្យមិនបាននិយាយទេគ្រាន់តែយកស្រីលាក់មកធ្វើជាភរិយាអ្នកនឹងមានចៅហាក់បីដូចជាសំដៅលើធនមែនទេ មិនមែនណែនាំខ្ញុំទៅមើលភាពយន្តទេហេតុអ្វីបានជានៅតែមិនឃើញមនុស្ស ម៉ាក់នៅទីនេះ ខ្ញុំឈ្មោះតារាអាយុ28ឆ្នាំហើយយប់មួយដែលមានភ្លៀងកាលពី5ឆ្នាំមុនខ្ញុំបានជួបស្គាល់ស្ត្រីម្នាក់នាងស្អាតនិងមានចិត្តល្អខ្លាំងក្លានិងគួរឲ្យស្រឡាញ់ខ្ញុំស្រឡាញ់នាងតាំងពីឃើញដំបូងចាត់ទុកនាងជាមនុស្សតែមួយគិតក្នុងជីវិតខ្ញុំរយៈពេល5ឆ្នាំមកខ្ញុំតែងតែនឹកដល់នាងស្វែងរកនាងដោយលំបាកមិនគិតថានាងនៅក្បែរខ្ញុំមែនមិនគិតថានាងថែមទាំងបានផ្ដល់កូនដ៏គួរឲ្យស្រឡាញ់ម្នាក់ឲ្យខ្ញុំទៀតខ្ញុំចិត្តបាត់បង់នាងហើយចិត្តបានធ្វើឲ្យនាងឈឺចាប់សំណាងណាស់ព្រះជាម្ចាស់បានជួយឲ្យខ្ញុំមានឱកាសចាប់ដៃនាងម្ដងទៀតស្រីឡាក់ខ្ញុំតារាសូមសន្យានៅទីនេះនឹងស្រឡាញ់អ្នកជារៀងរហូតថែរក្សាណាស្មោះត្រង់នឹងមានតែអ្នកម្នាក់គិតតើអ្នកព្រមរៀបការជាមួយខ្ញុំទេ ម៉ាក់ឆាប់យកស្រុកទៅបើមិនដូច្នោះទេថនលើកចិញ្ចៀននេះដៃនឹងឈឺហើយ ខ្ញុំព្រម